លីងនិយាយឲ្យដោយសារតែឯងនឹងណាបានកែប្រែខ្លួននឹងមានចរិតល្អប្រសើរខ្លាំងនេះតុលាការសម្រេចបន្ធូរបន្ថយទោសឲ្យឯងចំនួន1ឆ្នាំពេញតែម្ដងហើយថ្ងៃនេះផ្ទាល់គឺជាថ្ងៃដែលឯងត្រូវសង្ឃឹមថាមានសេចក្តីភាពមកសាងចាំធ្វើជាគំដាប់ទៅត្រឡប់មកកន្លែងនេះវិញឲ្យសោះនេះគិតទៅវាកន្លងបន្ទាប់រយៈពេលដល់ទៅ2ឆ្នាំហើយសេរីភាពសាជាថ្មីម្ដងទៀតហើយសំឡេងមន់គុកម៉ែឲ្យសៀវយាយនេះកូនសៀវយាយមែនទេសៀវយាយកូនប្រុសម៉ែសៀវយាយពិតមែនអីកូនសៀវយាយនេះគឺជាសៀវយាយកូនប្រុសរបស់ម៉ែពិតមែនឬសៀវយាយកូនម៉ែកូនប្រុសសម្លាញ់របស់ម៉ែឲ្យមិនក៏កូនត្រឡប់មកវិញលឿនម្ល៉េះមកដល់ផ្ទះទាំងពេលថ្មនេះទៀតតាមពិតទៅកូនគួរតែនៅកែប្រែខ្លួននៅក្នុងគុកមិនមែនឬកូនប្រហែលជាមិនបានលួចរត់ចេញមកក្រៅទាំងបំពេញទេមែនទេម៉ែនិយាយស្អីហ្នឹងរបស់ម៉ែតាមពិតទៅត្រូវគេទម្លាក់កំហុសឲ្យជាប់គុកតែប៉ុណ្ណោះនៅខាងក្នុងហ្នឹងកូនបានកែប្រែខ្លួននឹងមានចរិតល្អណាស់ម៉ែគេក៏បានបន្ធូរបន្ថយទោសឲ្យកូនមួយឆ្នាំបានជាថ្ងៃនេះគេដោះលែងឲ្យកូនត្រឡប់មកផ្ទះវិញនឹងណាម្យ៉ាងវិញទៀតនោះកូនប្រុសរបស់ម៉ែជាមនុស្សល្អត្រឹមត្រូវធ្វើមិននឹងអាចទៅធ្វើរឿងលួចរត់ចេញពីគុកបានទៅម៉ែឯងទុកចិត្តចុះមិនមានរឿងបែបហ្នឹងទេល្អហើយកូនល្អហើយដែលកូនមកវិញតោះមកកូនម៉ែនឹងចាំទៅជួបកូនឲ្យកូនបានញ៉ាំសប្បាយចិត្តម្ដងចុះម៉ែចុះរបស់ខ្ញុំគាត់ទៅណាហើយម៉ែមីងលីនមានរឿងអីហ្នឹងជីមិនស្រួលទេមីងលីនមានរឿងអីរបស់ឯងពូលីងត្រូវអាចចាប់លៃវីធ្វើបាបទៀតហើយអាចចាប់លៃនឹងវានិយាយថាវាចង់ដុតបំផ្លាញចោលទាំងអស់ដុតទាំងចំការតែដែលគ្រួសារឯងខំដាំនៅលើភ្នំនោះទៀតផងលីងយេនេះកូនត្រឡប់មកវិញតាំងពីពេលណាហ្នឹងនេះគឺយីអាឡងងនេះគឺជាកូនស្រីរបស់លោកនៃភូមិណាចាំមិនបានទេហីមិនក៏ឯងមិនចាំគ្នាចឹងអាខានជប់គ្នាយូរឯងប្រែប្រួលខ្លាំងណាស់តើណោះមិនមែនរឿងហ្នឹងទេមីងនិយាយថាមិនហ្នឹងសៀវយាយឲ្យឯងត្រឡប់មកវិញចំពេលល្អណាស់ឆាប់ឡើងទៅលឿនឡើងកូនទៅជាមួយមីងឥឡូវនេះភ្លាមទៅមើលរបស់ឯងឲ្យលឿនទៅកូនអាតាចាស់ងាប់អាប្រេងតែនឹងតើវាព្រមមិនព្រមអារឿងអីដែលខ្ញុំត្រូវឲ្យឯងនោះតោះទៅពួកយើងចាក់ប្រេងចោលឲ្យអស់ទៅកុំធ្វើអញ្ចឹងអីសុំអង្វរណាថ្ងៃនេះបើមិនយកប្រេងតែមកឲ្យទេបើសិនជាឯងមិនព្រមប្រគល់ឲ្យយើងស្រួលបួលទេណាយើងនឹងដុតទាំងផ្ទះទាំងមនុស្សឲ្យខ្លោចតែម្ដងមិនចេះមើលទេគេថានេះជានរណាគេថានេះជាកន្លែងរបស់នរណាលោកនៃភូមិមើលទៅមួយរយៈដែលខ្ញុំមិននៅផ្ទះសោះចាប់លេងនឹងតែងតែមកធ្វើបាបម៉ែខ្ញុំរហូតចឹងអីម៉ែរបស់ឯងនៅផ្ទះឯណោះគាត់មិនដែលបានទំនេរដៃសោះឡើយក្មួយឲ្យគាត់ទាំងពីរនាក់ធ្វើការទាំងយប់ទាំងថ្ងៃខំកាប់ឆ្ការដីដែលនៅទំនេរក្នុងភូមិដើម្បីធ្វើចំការហើយក៏បានដាំតែដើម្បីយកប្រេងនឹងណាស្រាប់តែពេលនេះដល់ពេលប្រមូលផលបានល្អហើយនរណាទៅដឹងថាអាសត្វចាប់លេងមួយក្បាលនឹងវាចេះតែមកចោទថាដីនឹងជាដីរបស់គ្រួសារវាទៅវិញវាថាដីក្នុងតំបន់នឹងជារបស់វាហើយវាចង់យកប្រេងតែដែលម៉ែឯងខំធ្វើនឹងយកទៅចាក់ចោលយកទៅបំផ្លាញទាំងអស់តែម្ដងអាចចាប់លេងនេះពិតជាអាក្រក់ហួសហេតុពេកហើយពួកឯងនេះពិតជាសម្លុតគេខ្លាំងពេកហើយសៀវយាយកូនបន្តិចទៀតទៅដល់ហើយកូនហាមចិត្តឲ្យបានណាកុំឆេវឆាវឲ្យសោះណាកូនប្រយ័ត្នមានរឿងទៅដល់ប៉ុស្តិ៍ប៉ូលីសទៀតណាមែនហើយក្មួយហាមដាច់ខាតកុំធ្វើអីដែលឆេវឆាវពេកណាម៉ែឯងមិនបាច់បារម្ភទេទុកចិត្តចុះខ្ញុំដឹងហើយថាគួរធ្វើបែបណាតោះប្រញាប់ទៅលឿនឡើងអាតាចាស់ងាប់ថ្ងៃនេះបើមិនព្រមយកប្រេងតែមកឲ្យយើងទេអាឯងច្បាស់ជាគ្មានជីវិតរស់ដល់ស្អែកនោះទេជប់ភ្លាមទៅខ្ញុំមកហើយយ៉ាងម៉េចហើយមិនអីទេមែនទេជីនេះមិនមែនជាអាឆ្កែវត្តដែលទៅចេញពីគុកទេហីមិនក៏ឯងចេញមកវិញលឿនម្ល៉េះឬមួយក៏លួចរត់គុកចេញមកទេដឹងយ៉ាងម៉េចថាគ្រាន់តែចេញមកភ្លាមក៏ប្រញាប់ប្រញាល់រត់មករកជួបអញភ្លាមហ្មងអេអាក្រៃក៏តបយ៉ាឲ្យសៀវយាយកូនប្រុសហើយមិនក៏កូនត្រឡប់មកវិញហើយចឹងពួកឯងនេះគឺសុទ្ធតែនាំគ្នាមកធ្វើបាបអញមែនទេសៀវយាយកូនសម្លាញ់កូនហាមដាច់ខាតកុំប្រាហឹង្សាណាកូនណានេះមើលចុះជើងរហូតជាហើយម៉ែទុកចិត្តលើខ្ញុំចំបាច់ភ័យទេខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើអ្វីហើយលីងយេអញកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះណាយ៉ាងម៉េចដែរអាអ្នកទោសអញចង់វាអញឬក៏ចង់ធ្វើអីជឿមិនជឿអាអ្នកទោសដូចជាអញនឹងអញសួរថាជឿអត់អញនឹងធ្វើឲ្យអញត្រឡប់ទៅដេកគុកវិញឥឡូវហ្នឹងមនុស្សចំសៀតអាគ្មានគំនិតអញស្មានថាខ្លួនឯងនឹងខ្លាំងណាស់មែនទេថ្ងៃនេះត្រូវតែបញ្ចេញស្នៀតឲ្យវាខ្លាចចោលម្ដងចុះអញចង់ដោះស្រាយដោយវិធីណាវិញតើម៉ែអញអាតាចាស់យាយចាស់ពីរនាក់នឹងណាហ៊ានមកដាំតែនៅលើទឹកដីរបស់អញហើយហ៊ានប្រមូលផលយកមកគៀបជាប្រេងទៀតបើសិនជាមិនព្រមយកមកប្រគល់ឲ្យអញទេរឿងនេះដោះស្រាយមិនចប់ងាយនោះទេវើយបានចុះបើខ្ញុំនិយាយថាមិនឲ្យវិញឬមួយក៏ចង់បែបនេះវិញវានៅក្រោមជើងខោរបស់អញសិនមកវាឲ្យផុតទៅថ្ងៃនេះបើមិនព្រមប្រគល់ប្រេងតែឲ្យមកយើងទេពួកអញទាំងអស់គ្នាកុំសង្ឃឹមថាបានចេញមេនីយ៉ាសោះ
ពួកអញកុំធ្វើអ្វីដែលហួសហេតុពេកណាពួកអញនេះខ្វាក់ភ្នែកឬក៏ខ្វាក់ចិត្តថាម៉ែរបស់អញខំប្រឹងដាំតែនេះយ៉ាងម៉េចដែលត្រូវលើកដៃប្រគល់ឲ្យពួកអញទេនោះជីលីងយេទៅយកកម្លាំងកំហែងពីណាខ្លះបើសិនជាត្រូវមកលើអ្នកវិញច្បាស់ជាត្រូវវិច្របាច់កូនមកមិនខានទេហុចចេញទៅជីអាសត្វនេះទុកមុខមិនចង់បានមែនទេហាគេអញ្ជើញសូរ៉ាមិនផឹកចង់ផឹកស្រាទុនកម្មមែនទេវីកុំឲ្យដងងាប់គឺបានហើយចូលមកវីទៅវើយលីងយេព្រះឲ្យមិនគួរឲ្យជឿសោះនេះគឺជាលីងយេដែលខ្ញុំធ្លាប់ស្គាល់កាលពីក្មេងមែនទេហ្នឹងស្នៀតវីរបស់គេនេះពិតជាខ្លាំងក្លាមែនទេខុសប្លែកគ្នាដាច់ស្រឡះពីក្មេងប្រុសដែលទុនខ្សោយកាលពីមុននេះប្រហែលជាគេបានរៀនចេះមកពីក្នុងគុកហើយមិនហ៊ានស៊ូគេសោះតែពេលវីគេចឹងទៅសង្ហាខ្លាំងណាស់តើនាំកូនចៅថោកទាបរបស់ឯងចេញឲ្យឆ្ងាយពីមុខអញភ្លាមបើមិនអញ្ចឹងទេឃើញម្ដងអញនឹងវីម្ដងតោះដកតបសិនវើយអាមួយនេះវារៀនចេះក្បាច់គុណមកពីណាខ្លាំងម្ល៉េះចាំមើលណាឲ្យតែវាយើងធ្វើឲ្យវារួមមិនស្មើនឹងងាប់ឲ្យបានលីងយេអញចាំមើលចុះចាំអញត្រឡប់មកពីធ្វើការវិញសិនអញនឹងចាត់ការឲ្យពួកអញវិនិច្ឆ័យទាំងគ្រួសារតែម្ដងអញនឹងនៅចាំនៅផ្ទះនេះហើយអញចង់ដឹងណាស់ថាអញអាចធ្វើស្អីដាក់អញបាននោះតោះទៅពួកយើងសៀវយេស្មៅប្រៃដែលកូនបេះតាមផ្លូវយកមកនឹងណាពិតជាអាចព្យាបាលរបួសឲ្យកូនបានមែនហេវាមិនមែនជាស្មៅប្រៃធម្មតាទេម៉ៃនេះគឺជាឱសថបុរាណណាឥឡូវនេះឲ្យមានអារម្មណ៍យ៉ាងម៉េចដែរដូចជាបាត់ជឿហើយតាកូននិយាយមែនហ្នឹងសៀវយេកូនទៅរៀនចេះវិជ្ជាពេទ្យនេះតាំងពីពេលណាទៅកូនអញភ្លេចហើយមែនទេខ្ញុំធ្លាប់រៀនវិជ្ជាពេទ្យជាមួយលោកតាវិជ្ជាពេទ្យទាំងនេះសុទ្ធតែរៀនពីលោកតាខ្ញុំរៀនចាំស្ទាត់ពីលោកតាទាំងអស់កាលនៅជាមួយលោកតាខ្ញុំរៀនបានច្រើនរៀនពីលោកតានឹងហើយវិជ្ជាពេទ្យរបស់លោកតាពូកែស័ក្តិសិទ្ធិអ្វីដែលខ្ញុំចេះនេះគឺបានពីលោកតាខ្ញុំរៀនក្បួនពេទ្យនេះមកពីលោកតាខ្ញុំបានរៀនវិជ្ជាពេទ្យជាមួយលោកតាតើមែនហើយត្រូវហើយមកពីអភ្លេចខ្លួនឯងសោះសៀវយេកូនសម្លាញ់ចិត្តរយៈពេល2ឆ្នាំនេះកូនច្បាស់ជាលំបាកខ្លាំងណាស់ហើយមើលទៅចាំបន្តិចទៀតណាចាំម៉ែទៅកាប់មាន់ធ្វើម្ហូបឲ្យកូនធ្វើម្ហូបឆ្ងាញ់ទទួលកូនណាបាទម៉ែតោះម៉ែទៅធ្វើម្ហូបសិនហើយនៅកំដរនិយាយលេងជាមួយអេសិនទៅណាសៀវយេឲ្យកំពុងតែគិតថាចាំពេលយើងគៀបយកប្រេងរួចហើយនឹងម៉ែឯងនឹងយកប្រេងដែលធ្វើរួចទាំងអស់នឹងណាយកទៅឲ្យពួកវាទៅកូនចាំឆ្នាំក្រោយទៀតយើងជប់ដាំជប់ធ្វើវាទៀតទៅធ្លាប់បានលើកគេថាធម៌របស់អាចាប់លេងនោះណានៅឯទីរួមខេត្តគេជាអ្នកមានលុយមានអំណាចហើយថែមទាំងមានបាក់ពួកច្រើនទៀតផងព្រួយបារម្ភថាមិនអីទេយើងមិនទៅធ្វើបាបគេតែយើងក៏មិនអាចបណ្ដោយឲ្យគេមកធ្វើបាបយើងបានដែរសៀវយេគឺកូនមិនដឹងទេថាពួកយើងជាអ្នកក៏ធ្វើមិននឹងអាចទៅតូចនេះជាមួយនឹងពួកអ្នកលេងដូចជាពួកវាបានទៅកូនឲ្យគ្រាន់តែខ្លាចថាបើសិនជាកូនមួយចេះឆៅមួយពេលដល់ពេលនោះខ្លាចកូនត្រូវចូលទៅក្នុងគុកម្ដងទៀតមិនបាច់បារម្ភទេកូនប្រុសរបស់ឪមិនត្រឡប់ចូលទៅគុកវិញទៀតទេកូនត្រឡប់មកលើកនេះណាគឺដើម្បីតបស្នងសង្គមនិងមើលថែម៉ែឲ្យបានល្អឲ្យទុកចិត្តចុះចំណែកឯថ្លៃសិក្សារបស់អូនស្រីសម្រាប់ឆ្នាំរបស់ខ្ញុំជាអ្នករ៉ាប់រងចុះតែអញទៅតែចេញពីគុកតាមានលុយឯណាយកមកពីណាទៅកូនមិនបាច់បារម្ភទេខ្ញុំមានវិធីរបស់ខ្ញុំហើយសន្តាគារសានសៀងមីងជូគុជក្នុងបេខុំគឺជាសន្តាគារនៅទីរួមខេត្តមួយនេះដែលប្រណិតនិងល្បីល្បាញជាងគេបំផុតបើសិនជាអាចតាក់ទងសហការជាមួយគេបានចុះខ្សែមួយនេះបានថ្ងៃក្រោយទៅរឿងទីផ្សារលក់ចេញមិនបាច់ភ័យព្រួយទៀតទេណែបងប្រុសមកធ្វើអីហ្នឹងគឺថាសួស្ដីបងប្រុសខ្ញុំចង់សួរថាច្រកជប់នៃផ្ទះបាយសន្តាគារទៅតាមផ្លូវណាណាឧបករណ៍ដាក់អីវ៉ាន់តែមើលភ្លាមក៏ដឹងបាត់ទៅហើយថាពិតជាមិនមែនជាអ្នកគ្រប់គ្រងឲ្យសញ្ញាអីវ៉ាន់ឲ្យសន្តាគារមិនមែនចឹងទេចេញទៅកុំមកឈររងផ្លូវនៅទីនេះខ្ញុំមិនទៅណាទេ
មានរឿងអីហ្នឹងគឺអាម្នាក់នេះវាចង់មកលក់អីវ៉ាន់ខ្ញុំកំពុងតែដេញវាឲ្យចេញទៅវិញយើងបើកទ្វាររកស៊ីហើយអ្វីក៏ត្រូវមកដេញខ្ញុំបែបនេះណែក្មួយប្រុសមកទីនេះបន្តិចមកក្មួយប្រុសធ្វើជំនួញរកស៊ីត្រូវតែមានគោលការណ៍បើសិនជាផលិតផលរបស់ក្មួយពិតជាល្អពិតប្រាកដក្មួយអាចទៅតាក់ទងជាមួយផ្នែករៀបចំទិញរបស់ឯងទៅមិនចាំបាច់មកចូលរំផ្លូវនៅកន្លែងទេអូនេះការទុកពាក្យសម្ដីរឿងរកស៊ីដោយឡែកសិនចុះតែឥឡូវនេះបងស្រីមានអារម្មណ៍ថានៅក្នុងពោះកំពុងតែមានកម្ដៅក្តៅប៉ុន្តែនៅផ្នែកខាងក្រោមពោះបែរជាមានភាពត្រជាក់ស្រួលមែនទេនេះឯងជាពេទ្យខ្ញុំឈ្មោះលីងយេធ្លាប់បានរៀនខាងអក្សរបុរាណមូលហេតុដែលបងមានកម្ដៅក្តៅក្នុងខ្លួនគឺបណ្ដាលមកពីជាតិភ្លើងក្នុងក្លឹមខ្លាំងពេកចំណែកឯភាពត្រជាក់ស្រួលនោះគឺបណ្ដាលមកពីស្បូនមានភាពត្រជាក់ខ្លាំងហើយដែលបងស្រីមានអារម្មណ៍ថាពិបាកគឺដោយសារតែអាការៈទាំងពីរហ្នឹងវាប្រទីងប្រទង់គ្នាអាការៈរបស់ខ្ញុំនេះមិនអីនោះទេទុកពី3ថ្ងៃទៀតវានឹងបាត់ទៅវិញដោយខ្លួនឯងគ្រាន់តែជាការបាត់មួយរយៈប៉ុណ្ណោះបើសិនជាចង់ព្យាបាលឲ្យជាដាច់ស្រឡះគឺត្រូវតែផ្សំថ្នាំព្យាបាលឲ្យទៅមុខខ្ញុំអាចព្យាបាលឲ្យជាបានណានិយាយមែនហេបើសិនជាព្យាបាលមិនជាទេចាំដាក់ទោសខ្ញុំតាមចិត្តបងចុះជួយបើកឡានឲ្យលោកលីងផងបាទអរគុណបងស្រីអរគុណច្រើនជួយបើកឡានឲ្យលោកលីងផងនឹងហើយលោកលីងសូមអញ្ជើញមកតាមផ្លូវនេះសន្តាគារសានសៀងមីងជូគុកចុងជាសន្តាគារនៅទីរួមខេត្តមួយនេះដែលប្រណិតនិងល្បីល្បាញជាងគេបំផុតបើសិនជាអាចតាក់ទងសហការជាមួយគេបានក្រោយទៅរឿងទីផ្សារលក់ចេញមិនបាច់ភ័យព្រួយទៀតទេណែបងប្រុសមកធ្វើស្អីគេហ្នឹងគឺថាសួស្ដីបងប្រុសខ្ញុំចង់សួរថាច្រកជប់នៃផ្ទះបាយសន្តាគារទៅតាមផ្លូវណាណាឧបករណ៍ដាក់អីវ៉ាន់គ្រាន់តែមើលភ្លាមក៏ដឹងបាត់ទៅហើយថាពិតជាមិនមែនជាអ្នកផ្គត់ផ្គង់ឲ្យសន្តាគារយើងទេឆាប់ចេញទៅកុំមកឈររំលងខ្ញុំមិនទៅទេមានរឿងអីហ្នឹងគឺអាម្នាក់នេះវាចង់មកលក់អីវ៉ាន់ខ្ញុំកំពុងតែដេញវាឲ្យចេញទៅវិញយើងបើកទ្វាររកស៊ីហើយអ្វីក៏ត្រូវមកដេញខ្ញុំបែបនេះណែក្មួយប្រុសមកទីនេះបន្តិចមកក្មួយប្រុសធ្វើជំនួញរកស៊ីត្រូវតែមានគោលការណ៍ត្រឹមត្រូវបើសិនជាផលិតផលរបស់ក្មួយពិតជាល្អមែនគឺល្អពិតប្រាកដក្មួយអាចទៅតាក់ទងជាមួយផ្នែករៀបចំផ្សេងរបស់យើងបាននេះការពាក្យសម្ដីរឿងរកស៊ីដោយឡែកសិនចុះតែឥឡូវនេះបងស្រីមានអារម្មណ៍ថានៅក្នុងពោះកំពុងតែមានកម្ដៅក្តៅប៉ុន្តែនៅផ្នែកខាងក្រោមពោះបែរជាមានភាពត្រជាក់ស្រួលមែនទេនេះឯងជាពេទ្យមែនទេខ្ញុំឈ្មោះលីងយេធ្លាប់បានរៀនខាងអក្សរបុរាណមូលហេតុដែលបងមានកម្ដៅក្តៅក្នុងខ្លួនគឺបណ្ដាលមកពីជាតិភ្លើងក្នុងក្លឹមខ្លាំងពេកចំណែកឯភាពត្រជាក់ស្រួលនោះគឺបណ្ដាលមកពីស្បូនមានភាពត្រជាក់ខ្លាំងហើយដែលបងស្រីមានអារម្មណ៍ថាពិបាកគឺដោយសារតែអាការៈទាំងពីរហ្នឹងវាប្រទីងប្រទង់គ្នាអាការៈរបស់ខ្ញុំនេះមិនអីនោះទេទុកពី3ថ្ងៃទៀតវានឹងបាត់ទៅវិញដោយខ្លួនឯងតែជាការបាត់មួយរយៈប៉ុណ្ណោះបើសិនជាចង់ព្យាបាលឲ្យជាដាច់ស្រឡះគឺត្រូវតែផ្សំថ្នាំព្យាបាលឲ្យចំមុខជំងឺខ្ញុំអាចព្យាបាលឲ្យជាបានណានិយាយមែនហេបើសិនជាព្យាបាលមិនជាទេចាំដាក់ទោសខ្ញុំតាមចិត្តបងចុះជួយបើកឡានទទួលលោកលីងផងលោកលីងសូមអញ្ជើញមកតាមផ្លូវនេះបងស្រីអូរឿងនេះមិនអាចយកមកលេងសាច់បានទេណាមែនហើយបងសន្តាគារពួកយើងនៅស្រុកឡៃមិញយ៉ាងហោចណាស់ក៏ចាត់ទុកថាជាកន្លែងដែលមានមុខមាត់មានកិត្តិយសដែរម្នាក់នេះមិនដឹងជាមានប្រវត្តិមកពីណាក៏បណ្ដោយឲ្យគេមកព្យាបាលឲ្យបងចឹងហើយមិនក៏ឲ្យគេមកធ្វើម្ហូបឲ្យលោកគ្រូចៅទៀតម្ហូបដែលពួកឯងទាំង3នាក់ធ្វើសុទ្ធតែត្រូវបានលោកគ្រូចៅបដិសេធទាំងអស់ឥឡូវនេះមាននរណាអាចធ្វើបានទៀតលោកលីងសូមអញ្ជើញមកតាមនេះស្នៀតកាន់កាំបិតមិនធម្មតាទេតើទោះបីជាកាន់កាំបិតល្អយ៉ាងណាក៏ត្រូវមើលដែរថាចេះធ្វើម្ហូបឬអត់រួចរាល់ហើយជីលើលោកនេះមានអ្នកណាធ្វើត្រីបែបហ្នឹងទេខ្ញុំមិនមែនចេះតែអួតនោះទេណាជាប់គុកអស់រយៈពេល2ឆ្នាំពេញនៅខាងក្នុងនោះខ្ញុំបានជួបកំពូលអ្នកជំនាញជាច្រើនក្នុងចំណោមនោះក៏មានកំពូលចុងភៅម្នាក់ដែរហើយខ្ញុំនេះក៏ជាអ្នកបន្តវេននៅរាល់ក្បួនធ្វើម្ហូបមួយជីវិតរបស់គាត់បើសិនជាត្រីមួយចាននេះធ្វើមកមានរសជាតិឆ្ងាញ់ខ្ញុំសុខចិត្តកោសក់ក្បាលចោលតែម្ដងសម្ដីនេះគឺលោកជាអ្នកនិយាយខ្លួនឯងណាសឹងលើលោកបងខ្ញុំហើយខ្ញុំនិយាយហើយខ្ញុំហ៊ាននិយាយខ្ញុំហ៊ានថាខ្ញុំហ៊ានធានានេះលោកជាអ្នកនិយាយខ្លួនឯងណាគ្រប់គ្នានៅទីនេះសុទ្ធតែបានឮទាំងអស់ត្រូវហើយខ្ញុំជាអ្នកនិយាយអញ្ចឹងចាំតែកោសក់ទៅលោកគ្រូចៅនេះគឺជាម្ហូបរបស់សន្តាគារយើងតែចុងភៅថ្មីទើបតែបានធ្វើរួចរាល់សូមលោកគ្រូជួយភ្លក់មើលបន្តិចហើយសូមលោកគ្រូជួយផ្ដល់ជាដល់សន្តាគារសានសៀងមីងជូរបស់យើងផ្ដល់ជាមតិយោបល់ផងចុះបាទរសជាតិនៃត្រីនេះរសជាតិត្រីមួយចាននេះពិតជាអស្ចារ្យឆ្ងាញ់ពិសាខ្លាំងណាស់លោកគ្រូចៅតើត្រីនេះត្រូវនឹងមាត់របស់លោកគ្រូដែរទេសាច់ត្រីនេះរសជាតិរបស់វាខ្ញុំរកពាក្យអ្វីមកនិយាយមិនត្រូវទេមានអារម្មណ៍ថាចំណេះដឹងដែលខ្ញុំបានរៀនមួយជីវិតនេះពាក្យពេចន៍ដែលខ្ញុំចេះទាំងអស់នេះគឺមិនគ្រប់គ្រាន់នឹងយកមកសរសើរវាបានឡើយលោកគ្រូចៅ
เอาแต่លោកគ្រូពេញចិត្តគឺល្អហើយសូមលោកគ្រូជួយបកស្រាយឲ្យច្បាស់បន្តិចមកថាត្រីមួយមុខនេះតើវាមានចំណុចពិសេសអ្វីខ្លះទៅត្រីចំហុយមួយចាននេះមើលទៅហាក់ដូចជាសាមញ្ញតាមពិតទៅក៏សាមញ្ញមែនគ្រាន់តែថាគ្រឿងផ្សំរបស់វាគឺជាកម្ពុជាគ្រឿងផ្សំដែលល្អដាច់គេលោកគ្រូចៅពិតជាអ្នកជំនាញមកទៀតមែនពិតជាពូកែខ្លាំងណាស់នេះគឺម្នាក់នេះគឺចុងភៅដែលបានធ្វើម្ហូបត្រីមួយចាននេះក៏ដៃតែម្ដងត្រីមួយក្បាលនេះវាធំធាត់នៅក្នុងទឹកអូដែលហូរធ្លាក់ពីលើភ្នំដូច្នេះសាច់របស់វាគឺផ្អែមឆ្ងាញ់រកអ្វីប្រៀបមិនបាននេះហើយជាត្រីទន្លេធំនៅក្នុងតំបន់របស់យើងបូកផ្សំជាមួយនឹងរបស់ក្នុងតំបន់យើងគឺតែធម្មជាតិដែលយើងគៀបតដែរគ្រឿងផ្សំដែលល្អបំផុតបែបនេះជាធម្មតាគឺត្រូវការតែវិធីចម្អិនដែលសាមញ្ញបំផុតតែប៉ុណ្ណោះទោះបីជាគ្រឿងផ្សំសាមញ្ញប៉ុន្តែស្នាដៃចុងភៅគឺមិនសាមញ្ញនោះទេល្អណាស់និយាយបានត្រឹមត្រូវឯងនេះពិតជាពូកែមែនទែនមិនធ្វើឲ្យខូចត្រីដែលមានគុណភាពនេះទេថៅកែអូខ្ញុំស្នើឲ្យហាងរបស់នាងគួរតែយកត្រីមួយមុខនេះដាក់ជាម្ហូបប្រចាំហាងតែម្ដងទៅដាក់ឈ្មោះវាថាត្រីទន្លេធំខៃប្រេងតែសានសៀងល្អយកបងអរគុណលោកគ្រូចៅដែលបានជួយណែនាំលោកលីងថ្ងៃនេះលោកពិតជាបានជួយខ្ញុំយ៉ាងគ្រាន់តែជារឿងតូចតាចជួយគ្នាប៉ុណ្ណោះបងស្រីអូរឿងបញ្ហាក៏ដោះស្រាយរួចហើយតើពួកយើងអាចនិយាយរឿងជំនួយបានហើយនៅលោកលីងត្រីរបស់លោកទាំងអស់ខ្ញុំមកយកទាំងអស់តែម្ដងតម្លៃ30យ៉នក្នុង1គីឡូយកព្រមទេលោកលីងឬមួយក៏គិតថាលោកលីងគិតថាតម្លៃនេះវាទាបពេកមែនទេលោកលីងជាមនុស្សត្រង់ទៅត្រង់មកខ្ញុំក៏សូមនិយាយត្រង់ជាមួយលោកដែរដោយសារតែនេះជាទីរួមខេត្តតូចមួយតម្លៃខ្ពស់បំផុតដែលអាចលក់បានគឺចានមួយ$60ឬ$60លក់នៅលើតុអាហារទេខ្ញុំគ្រាន់តែនិយាយថាតម្លៃនេះវាខ្ពស់ខ្លាំងពេកហើយជាធម្មតាពួកខ្ញុំយកទៅលក់នៅផ្សារបានត្រឹមតែ8យ៉ន1គីឡូគឺខ្ពស់បំផុតហើយបងស្រីអូសម្បីតែខ្ញុំនិយាយមុននេះបងអាចធ្វើជាមិនលឺបានទេបាទឯងនេះពិតជាស្មោះត្រង់មែនខ្ញុំចូលចិត្តទៅថ្ងៃមុខហៅខ្ញុំថាបងស្រីទៅខ្ញុំនឹងហៅថាអូនប្រុសវិញអរគុណបងស្រីអូនេះគឺជាកុងត្រាឲ្យតែគុណភាពត្រីរបស់ឯងនៅល្អដូចជាថ្ងៃនេះមានប៉ុន្មានក៏បងទទួលយកទាំងអស់និយាយមែនអីបងប៉ុន្តែនៅភូមិសន្តិភាពរបស់ខ្ញុំមានត្រីច្រើនណាស់ខ្លាចតែដល់ពេលមានអីវ៉ាន់ច្រើនពេកបងស្រីទទួលយកមិនអស់មិនបាច់បារម្ភទេបងមានកន្លែងចែកចាយច្រើនណាស់ឲ្យតែលក់ដាច់បងនឹងឡើងថ្លៃឲ្យឯងតាមចំនួនលក់ទៀតសន្យាណានេះវាច្រើនពេកហើយថ្ងៃនេះខ្ញុំដឹកត្រីមកតែ70គីឡូ1គីឡូ30យ៉នសរុបតែ2100ទេបងទទួលមិនបានទេលុយ50000នេះគឺជាលុយដែលបងក៏ឲ្យឯងមុនទេឯងយកទៅទិញឧបករណ៍ដល់អុកស៊ីសែនដាក់ត្រីឲ្យបានហើយទិញឡានមួយគ្រឿងសម្រាប់ដឹកទំនិញឲ្យបានស្រួលបងមិនចង់ឃើញត្រីដឹកមកដល់សន្តាគារមកអស់នោះទេបានបងជូនពរឲ្យការសហការរបស់យើងរលូនទៅមុខសហការគ្នាបានល្អមីងលីងកំពុងរវល់អីមីងលីងលីងយាយនៅផ្ទះដែរទេសៀវយាយហេថ្ងៃនេះគេយកត្រីពីក្នុងស្រះនឹងប្រេងតែដែលបានគៀបរួចយកចេញទៅបាត់ហើយឃើញថាយកទៅរកទីផ្សារលក់ដូររកទីផ្សារលក់ដូរអីគុំនិតរកស៊ីមិនធម្មតាទេតាណោះមិនមែនទៅតែចេញមកទេហីមិនថាគេធ្វើអ្វីទេពួកមីងមានតែជួយគ្រប់គ្រងគេប៉ុណ្ណោះមីងលីងមីងធ្វើបែបនេះគឺត្រឹមត្រូវណាស់នេះមីងមើលទៅក្មួយរាងមីងសួរបន្តិចមើលក្មួយរៀនចប់សាកលវិទ្យាល័យត្រឡប់មកក៏មួយរយៈធំហើយដែរឥឡូវនេះនៅទំនេរម្នាក់ឯងដែរមែនទេចាសមីងនៅម្នាក់ឯងដែរទេអ្នកនៅក្នុងភូមិក្រៅភូមិក៏ធ្លាប់បានមើលខ្លះដែរតែមិនសូវជាចាប់អារម្មណ៍ក្មួយរាងចុះក្មួយគិតថាសៀវយាយរបស់មីងយ៉ាងម៉េចដែរទៅកាលពីមុនពួកឯងទាំងពីរទៅរៀនជាមួយគ្នាក្មួយតែងតែការពារវាក្មួយភ្លេចហើយមែនទេកូនប្រុសរបស់មីងម្នាក់នេះណាទោះបីជាធ្លាប់ជាប់ទោសបន្តិចមែនប៉ុន្តែចិត្តគំនិតរបស់គេស្មោះត្រង់ណាស់ជាមនុស្សឧស្សាហ៍ធ្ងន់ស្រាលចំពោះក្មួយវិញគេតែងតែនឹករលឹកដល់ជានិច្ចណាមីងសៀវយាយគាត់ល្អណាស់មីងគ្រាន់តែថាមិនបានជួបគ្នាជាច្រើនឆ្នាំមានអារម្មណ៍ថាដូចជាប្លែកអ្នកដទៃយ៉ាងម៉េចមិនដឹងប្លែកស្អីទៅក្មួយឲ្យតែបានជួបគ្នានិយាយគ្នាញឹកញាប់គង់តែស្និទ្ធស្នាលដូចដើមវិញទេមីងគិតថាពួកឯងទាំងពីរសមគ្នាណាស់ឲ្យតែក្មួយមិនប្រកាន់ទោសអតីតកាលលីងយាយកូនមកវិញហើយហេមើលទៅការងារដូចជារួចរាល់អស់ហើយមីងអញ្ចឹងខ្ញុំសូមទៅផ្ទះសិនហើយក្មួយរាងកុំតន់អោទៅអីនៅញ៉ាំបាយល្ងាចជាមួយគ្នាសិនទៅមិនអីទេមីងប៉ាខ្ញុំកំពុងចាំខ្ញុំឲ្យទៅជួយការងារនៅផ្ទះថ្ងៃក្រោយចាំខ្ញុំមកលេងទៀតជម្រាបលាមីងសៀវយាយកុំពិតជាពូកែមែនមើលចុះអាចចុះកុងត្រាជាមួយសន្តាគារធំបានទៀតត្រី1គីឡូ30យ៉នកាលពីមុនណា
ម៉ែមិនហ៊ានសំបីតែគិតស្រមៃផងកូនប្រុសរបស់ម៉ែមានកំណត់ហើយពិតជាមានកំណត់មែនម៉ែអានឹងណាគឺជាលុយដែលថៅកែអ៊ូគាត់ក៏ឲ្យមុនម៉ែយកលុយនេះទៅបង់ថ្លៃរៀនឲ្យប្អូនស្រីទៅទុកទៅម៉ែកូនឲ្យហើយម៉ែទុកទៅចុះសៀវយាយគេចេះគិតគូរណាស់លោកលីងមិនក៏មកដឹកដល់ផ្ទាល់ចឹងមកតាន់ពេលល្អណាស់មកគ្នាពីរនាក់ជួយគ្នាបានលឿនជាងណាបងក្នុងនេះមានត្រី30ក្បាលទម្ងន់260គីឡូពួកបងជួយថ្លឹងម្ដងទៀតទៅមិនបាច់ទេបងជឿជាក់លើសៀវយាយបងស្រីអ៊ូបងមកហើយពីម្សិលមិញបងមើលឃើញថារាងសៀវយាយស្អាតឥឡូវមើលទៅពិតជាមកមុនស្អាតមែនគ្រាន់តែឃើញក៏ដឹងថាខ្លាំងដែរបើបានធ្វើជាសង្សារបងមិនដឹងជាល្អយ៉ាងណាទេនៅទីនេះទុកឲ្យចុងភៅគូមើលទៅបានហើយអញទៅការិយាល័យជាមួយបងជើងនេះអញដឹកត្រីមក260គីឡូសរុបទឹកប្រាក់គឺ7800បងថែមឲ្យអញឲ្យគ្រប់ចំនួនតែម្ដងគឺ8000គត់បងស្រីអ៊ូបងថែមឲ្យបែបនេះបងខាត់ហើយអញមិនបាច់ខ្វល់ទេបងមានរបៀបចាត់ចែងរបស់បងត្រូវហើយត្រី30ក្បាលនេះមិនគ្រាន់ទេប្រេងតែក៏មិនគ្រប់គ្រាន់ដែរចាប់ពីថ្ងៃស្អែកទៅអញដឹកត្រីមក50ក្បាលមកហើយដឹកប្រេងតែមកឲ្យបានច្រើនជាងមុនផងមុខម្ហូបត្រីទន្លេធំខេត្តប្រេងតែក៏ល្បីខ្លាំងណាស់គ្រាន់តែលោកគ្រូចៅជួយផ្សព្វផ្សាយភ្លាមអ្នកគ្រប់គ្រងរបស់គាត់នាំគ្នាមកពេញហាងគ្រាន់តែព្រឹកមិញក៏គេក៏អស់រលីងនេះជារឿងល្អតាបងថ្ងៃស្អែកបើលក់ដាច់ខ្លាំងអញត្រូវរត់មកមួយជើងទៀតណាត្រូវហើយត្រីនៅស្រាប់តែឯងមានគ្រប់គ្រាន់ទេនៅផ្ទះខ្ញុំមានស្រះត្រីពីរពុកចូលគ្នាប្រហែលជាមាន3000ក្បាលត្រីរបស់អ្នកភូមិផ្សេងទៀតក៏មានដែរគុណភាពដូចតែគ្នាទេប្រហែលជាខុសគ្នាត្រង់ទម្ងន់បន្តិចបន្តួចប៉ុណ្ណោះអញ្ចឹងបានហើយគ្រាន់តែថាហត់អញត្រូវរត់ទៅមកបន្តិចហើយមិនបាច់បារម្ភទេបងឲ្យតែបងស្រីត្រូវការខ្ញុំដឹកមកជូនបងគ្រប់ពេលវេលាក្មេងវ័យក្មេងពិតជាមានកម្លាំងមែនជារឿងធម្មតាទេបងបានហើយបងស្រីអ៊ូបើមិនមានការអីទៀតទេខ្ញុំសុំទៅឡានវិញសិនហើយមិនក៏ប្រញាប់ម្លេះបងចង់ឲ្យញ៉ាំបាយសិនតើយ៉ាងម៉េចខ្លាចសង្សារខាងអេអត់មានទេបងស្រីអ៊ូនិយាយតាមត្រង់ទៅចុះខ្ញុំធ្លាប់ជាប់គុក2ឆ្នាំមកហើយគ្មានស្រីណាហ៊ានយកខ្ញុំទេបងជីបាននិយាយអញ្ចឹងបានន័យថាបងមានឱកាសហើយបងស្រីអ៊ូបងជាថៅកែធំប៉ុណ្ណឹងនៅជុំវិញបងខ្លះអីអ្នកមានស្អាតនោះបងក៏មកលេងសើចនឹងខ្ញុំអីលេងសើចតិចតួចមិនបានសោះតោះទៅធ្វើការចុះម៉ែមិនក៏ទិញអីវ៉ាន់ច្រើនម្លេះកូនមួយកូនមានលុយពីណាទិញច្រើនម្លេះម៉ែជួយកាន់ប្រយ័ត្នកូនព្រះអើយទិញមកទៀតហើយហេមិនក៏ចាយលុយជិះជីម្លេះយើងត្រូវតែកែមកជីវភាពណានេះមិនមែនទៅតែជិះលុយទេ50000មកទេហេម៉ែឯងមិនបាច់បារម្ភទេថៅកែគាត់បាននិយាយហើយទៅថ្ងៃមុខគឺកាត់ពាក់កណ្ដាលថ្ងៃនេះលក់ត្រីបាន30ក្បាលរកបាន8000ណាម៉ែទោះបីកាត់បំណុលពាក់កណ្ដាលក៏ខ្ញុំនៅសល់4000ដែរតើទោះជាយ៉ាងហ្នឹងក៏ត្រូវចេះសន្សំដែរហាមចាយផ្ដេសផ្ដាស់ត្រូវហើយនរណាទៅដឹងថាថ្ងៃស្អែកសន្តាគារគេត្រូវការត្រីច្រើនទៀតឬអត់ម៉ែជប់បារម្ភទៅថ្ងៃនេះថៅកែប្រាប់ខ្ញុំហើយថាគេនឹងបង្កើនការកុំងទិញព្រឹកស្អែកត្រូវដឹកទៅឲ្យគេជាង50ក្បាលទៀតឯណោះនិយាយមែនហេបើអញ្ចឹងមែនពិតជាល្អខ្លាំងណាស់មែនហើយសៀវយាយកូនធ្វើបានល្អណាស់ត្រូវហើយម៉ែនៅផ្ទះយើងសល់ប្រេងតែខ្លះទេថៅកែថាប្រេងតែមិនគ្រាន់ទេគាត់ចង់ឲ្យដឹកទៅថែមទៀតប្រេងដែលទៀតឆ្នាំនេះបុកជាមួយរបស់ឆ្នាំមុនដែលលក់មិនអស់ផងនៅសល់ប្រហែលជា1000គីឡូជាងឯណោះម៉ែកំពុងតែពិបាកចិត្តថាគ្មានអ្នកទិញផងលេងបារម្ភបានហើយប្រេងតែធម្មជាតិរបស់យើងនេះជារបស់ល្អណាស់មនុស្សទូទៅចង់រកទិញរបស់តែធម្មជាតិសុទ្ធល្អបែបនេះរកទិញមិនបាននេះទេខ្ញុំវិញណាខ្ញុំគិតថាចង់បើករោងចក្រកែច្នៃប្រេងយើងធ្វើជា11គីឡូ2គីឡូ5គីឡូនិង10គីឡូច្រកដាក់ដបលក់ក្នុងទំហំផ្សេងគ្នាហើយយើងយកទៅកែច្នៃធ្វើជាត្រីឆ្អើរប្រេងតែធ្វើជាអាហារកំប៉ុងទុកបានយូរចំណែកឯកាកសំណល់ដែលគេប្រេងរួចអាចយកទៅធ្វើជាសាប៊ូកក់សក់បានទៀតកក់ហើយសក់នឹងរលើបឡុងនឹងមានសុខភាពល្អធ្វើជាសាប៊ូដុសខ្លួននិងថ្នាំត្រាំជើងគុណប្រយោជន៍របស់វាច្រើនខ្លាំងណាស់យើងនឹងផ្សាយផ្ទាល់លក់តាមអនឡាញលក់ទៅឲ្យពេញមួយប្រទេសតែម្ដងគំនិតនេះល្អខ្លាំងណាស់កូនគ្រាន់តែមិនដឹងថាធ្វើទៅបានឬអត់ទេទោះបីជាបានឬមិនបានឲ្យគាំទ្រកូនឲ្យធ្វើវាចុះជាក្មេងប្រុសវ័យក្មេងឲ្យតែហ៊ានគិតត្រូវតែហ៊ានធ្វើម្យ៉ាងទៀតជឿជាក់លើសមត្ថភាពកូនសៀវយារបស់ឲ្យច្បាស់ជាធ្វើបានម៉ែមានម៉ែនៅចាំជួយគឺជាកម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំហើយត្រូវហើយខ្ញុំបានទិញថ្នាំប៉ូវខ្លះឲ្យលោកមេភូមិដែរចាំខ្ញុំយកទៅឲ្យគាត់មួយផ្លែសិនទៅចុះកូនទៅចុះប៉ុន្មានឆ្នាំដែលកូនមិននៅផ្ទះនេះណាមេភូមិបានជួយពួកយើងច្រើនណាស់ត្រូវតែដឹងគុណគាត់ឆាប់ទៅចុះកូនទៅឲ្យលឿនទៅឆាប់ទៅឆាប់មកណាញ៉ាំមួយទៅគ្មាននរណាមកដណ្ដើមទេ
ពួកឯងគឺគ្មាននរណាមកដណ្ដើមមែនប៉ុន្តែបើមិនកុំងច្បាស់ជាគ្មានអីញ៉ាំទេយាយប៉ែកឲ្យឯងមិនដឹងទេហីសន្តាគារសានសៀងមីងជូភ្ញៀវពេញហាងហើយបន្តិចទៀតនេះពួកយើងត្រូវតែទៅចាប់ត្រី100ក្បាលថែមទៀតនិយាយមែនអីតាយកច្រើនម្លេះគេអាចលក់ដាច់អស់ដែរមែនទេឬគេថាមានអ្នកល្បីក្នុងអ៊ីនធឺណិតម្នាក់ជួយផ្សាយម្ហូបត្រីទន្លេធំខៃប្រេងតែគូនោះណាធម្មតាស្រុកយើងមិនសូវមានភ្ញៀវទេសចរឥឡូវស្រាប់តែមកកកុញពេញហ្មងកាលពីព្រឹកមិញពេលខ្ញុំទៅជូនដំណើរស៊ីវយាយទៅដឹកត្រីឲ្យគេអញទីមើលថាមិនដែរពួកចុងភៅនៅខាងក្រោយផ្ទះបាយឆាំហូបតតែខ្ទះឡើងផ្សែងហុយត្រឡោមពិតមែនហេបើអញ្ចឹងមែនល្អខ្លាំងណាស់ចាំបន្តិចទៀតខ្ញុំទៅជួយពួកឯងដែរល្អពួកឯងរៀបចំឲ្យបានស្រួលបួលកុំឲ្យភ្ញៀវមកហើយខកជើងឲ្យសោះបងស្រីអ៊ូមើលទៅប៉ុន្មានថ្ងៃនេះលក់ដាច់ខ្លាំងណាស់តាណោះមែនហើយសូម្បីតែថ្នាក់ដឹកនាំស្រុកក៏ភ្ញាក់ផ្អើលដែរគ្រាន់តែចំណូលប៉ុន្មានថ្ងៃនេះគឺការឡើងដល់1 លានយ៉នឯណោះពិតជាខ្លាំងមែនសៀវយាយអញនិយាយមើលថាបងគួរតែអរគុណអញបែបណាទៅបងយកខ្លួនសងគុណអញតែម្ដងទៅបងស្រីអ៊ូបងមកលេងសើចដាក់ខ្ញុំទៀតហើយបងស្រីបងកុំលេងសើចអញ្ចឹងអីបងនិយាយមែនទេណាបងស្រីបងឈប់លេងសើចទៅបងចង់បានក្មេងស្អាតបែបណាក៏បានដែរខ្ញុំនេះមិនសមនឹងបងទេមិនមែនឲ្យតែក្មេងស្អាតសុទ្ធតែអាចចូលភ្នែកបងបាននោះទេអញវាខុសពីគេយ៉ាងម៉េចព្រមតាមបងទៅធានាថាស៊ីឆ្ងាញ់ដេកស្រួលបងស្រីលើកលែងឲ្យខ្ញុំមួយទៅបងលុយបងបានវេចូលកាត់អញហើយឆែកមើលផងលុយដែលបានខ្ចីមុនគឺបានទូទាត់សងរួចរាល់អស់ហើយទៅថ្ងៃមុខទៀតគឺជាប្រាក់ចំណេញសុទ្ធតែម្ដងអរគុណបងស្រីផ្ទះខ្ញុំនៅមានការទៀតខ្ញុំសុំទៅមុនហើយបានលុយភ្លាមរត់ភ្លាមមិននៅកំណត់បងលេងសិនទេហីបងពិតជាខកបំណងមែនខ្ញុំខ្លាចថានៅរំខានបងរកលុយធំនោះអីខ្ញុំទៅហើយស្អែកជួបគ្នាអ្នកដែលបានគៀបប្រេងតែរួចហើយនងគ្នានិយាយថាប្រេងតែធម្មជាតិល្អបែបនេះយកទៅលក់ឲ្យពួកឈ្មួញកណ្ដាលគេឲ្យតម្លៃតែ40យ៉នប៉ុណ្ណោះអញគិតមើលទៅប្រជាជនយើងรู้យ៉ាងម៉េចនឹងកើតឲ្យតម្លៃទាបដល់ហើយគឺបែបហ្នឹងហើយសម័យនេះគេនាំគ្នាទិញរបស់តាមអនឡាញអស់ហើយរបស់ខ្លាយវាយកមកលក់វីលុករបស់សុទ្ធប្រេងតែល្អបែបនេះគ្មាននរណារកទិញញ៉ាំទេយ៉ាប់មែនពួកយើងមិនចេះលេងអ៊ីនធឺណិតផងចាំខ្ញុំជាអ្នករកវិធីដោះស្រាយបងស្រីអ៊ូខ្ញុំមានគំនិតមួយនិយាយមកមើលនៅសន្តាគារមិនមានទូដាក់តាំងបង្ហាញទេហីមួយរយៈនេះភ្ញៀវទេសចរមកច្រើនយើងអាចយកផលិតផលធម្មជាតិរបស់យើងយកប្រេងតែទៅដាក់តាំងបង្ហាញបានតើប៉ុន្តែមនុស្សភាគច្រើនមិនដែលស្គាល់ប្រេងតែនេះទេខ្លាចតែដាក់ទៅគ្មានអ្នកទិញធ្វើបែបនេះទៅយើងចូលកបតូចលក់ក្នុង1 គីឡូមួយក៏យកប្រេងតែទៅធ្វើជាកំប៉ុងត្រីតូចសម្រាប់ឲ្យគេភ្លុកដាក់នៅខាងមុខឲ្យភ្ញៀវបានសាកធានាថាឈ្មោះឆ្ងាញ់គេជាប់ចិត្តមិនខានមួយក៏យកកាក់ប្រេងតែទៅធ្វើជាផលិតផលសម្រាប់បោកគប់វាល្អចំពោះសុខភាពទៀតផងពិតជាគំនិតល្អមែនរបស់ល្អទៅតែហ៊ានបង្ហាញយកចេញមកលក់ឲ្យគេបានស្គាល់បងស្រីអ៊ូខ្ញុំមានសំណូមពរមួយទៀតនិយាយមកប្រេងតែធម្មជាតិនេះគឺជាផលិតផលប្រចាំភូមិហឺភីងរបស់យើងពេលដែលវាខ្ចប់សូមជួយដាក់ឈ្មោះភូមិរបស់ខ្ញុំផងបានទេស្មានថារឿងអីគ្មានបញ្ហាទេនេះមិនមែនជារឿងតូចតាចទេបើសិនជាមានការចាប់អារម្មណ៍ផលិតផលកសិកម្មនៅក្នុងភូមិរបស់យើងនឹងមានទីផ្សារមិនខានទេអរគុណបងស្រីអ៊ូខ្លាំងណាស់កុំតន់អរគុណនិយាយរឿងតម្លៃសិនប្រេងតែនេះវាមិនដូចជាត្រីទេសុទ្ធតែជារបស់ធម្មជាតិជាក្របតែធម្មជាតិសុទ្ធសាធត្រូវប្រើកម្លាំងមនុស្សដាក់កាប់ស្មៅមិនបានប្រើថ្នាំឬថ្នាំសម្រាប់ស្មៅអ្វីនោះទេពេលបេះមកហើយត្រូវយកទៅហាលរួចបោះសម្បកចេញត្រូវយកទៅលាងរួចទើបយកទៅគៀបតម្លៃរបស់វាអាចនឹងថ្លៃបន្តិច90យ៉នក្នុង1 គីឡូយ៉ាងម៉េចដែរ90យ៉ន1 គីឡូអេសាកល្បងយក500 គីឡូសិនទៅយកប្រមមកធានាថានឹងរកជូនឲ្យបាននេះលក់យ៉ាងម៉េចដែរសុំមើលបន្តិចមកប្រេងតែនេះឆ្ងាញ់ទេអ្នកទាំងអស់គ្នាអាចសាកភ្លក់មើលបានអាចភ្លក់រសជាតិសិនបានណានេះគឺជាផលិតផលក្នុងតំបន់របស់យើងគឺជាប្រេងតែធម្មជាតិសុទ្ធល្អណាស់តើបងចង់បានទេជួយតម្រង់ជួរនៅខាងក្រោយផងណាខ្ញុំយកមួយខ្ញុំមួយមកខ្ញុំយកមួយដែរខ្ញុំយកនេះរបស់បងអរគុណបានយកប៉ុន្មានដបដែរ1 ដបមក2 ដបដាក់ឲ្យខ្ញុំ2 ដបមកឆ្ងាញ់ចាំមកទិញទៀតឆ្ងាញ់ចាំមកទៀតណាពួកឯងទាំងពីរនាក់មិនហត់ទេហីយាយអញនិយាយស្អីហ្នឹងអញដឹងទេថាថ្ងៃនេះពួកយើងរត់ទៅមកប៉ុន្មានជើងហើយ3 ជើងហើយណានិយាយមែនហេហត់ចង់ដាច់ខ្យល់ហើយខ្ញុំណាស្មានតែភាពល្បីល្បាញមួយឆាវនេះវានឹងបាត់ទៅវិញមួយផ្លែមានណាត្រីនៅក្នុងស្រះយើងហើយនឹងទៀងប្រេងលក់ចិត្តអស់រលីងពីផ្ទះហើយពិតមែនហេសៀវយាយប៉ុន្មានថ្ងៃមកនេះតើពួកយើងរកលុយបានប៉ុន្មានទៅកូនបានបុកបញ្ជីមើលនៅមិនទាន់បានគិតនៅឡើយទេ
ម៉ែយកក្រដាសនិងប៊ិចមកឲ្យខ្ញុំបន្តិចបានកូនទូទាត់ថ្លៃដើមនិងការចំណាយផ្សេងសរុបទាំងអស់គឺ52,000ច្រើនយ៉ាងនេះហេ52,000អីច្រើនម្ល៉េះនិយាយលេងឬនិយាយមែនទេណាប៉ាបើសិនជាអត្រាលក់នៅសន្តាគារសានសៀងនៅតែបែបនេះលក់ដាច់ខ្លាំងបែបនេះប្រេងតែរបស់ផ្ទះយើងច្បាស់ជាលក់មិនគ្រាន់ទេបើចង់បានទៀតមានតែរងចាំប្រមូលផលឆ្នាំក្រោយហើយចុះត្រូវធ្វើម៉េចទៅមិនបាច់បារម្ភទេចំពោះរឿងមួយនេះខ្ញុំបានគិតទុករួចរាល់ហើយកូនគិតយ៉ាងម៉េចខ្ញុំមានបំណងថាទៅពិភាក្សាជាមួយអ្នកជិតខាងក្នុងភូមិព្រោះថាសុទ្ធតែដាំនៅលើដីភូមិជាមួយគ្នាគុណភាពប្រកបជាមិនខុសគ្នាទេនេះជារឿងល្អតាត្រូវហើយធ្វើបែបនេះអ្នកភូមិទាំងអស់គ្នាក៏មិនបាច់ព្រួយបារម្ភរឿងគ្មានទីផ្សារលក់ទៀតដែរនិយាយត្រូវណាស់មីងលីងជីនេះមិនមែនក្មួយរានទេហីចូលមកញ៉ាំបាយជាមួយគ្នាមកក្មួយខ្ញុំញ៉ាំរួចហើយមីងលីងនេះប៉ាខ្ញុំគាត់ឲ្យយករបស់មកផ្ញើត្រូវហើយលីងយេគាត់នៅផ្ទះទេសៀវយេមកនេះបន្តិចមកខ្ញុំចង់និយាយជាមួយឯងតែពីរនាក់បានទេបានតើម៉ែប្រាប់ឯងណាក្មួយរាននេះម៉ែពេញចិត្តទុកជាកូនប្រសាហើយឯងត្រូវតែចេះចាប់យកឱកាសណាម៉ែឯងនេះម៉ែស្អីឯងនេះក៏ចាស់ទុំហើយដែរឆាប់រកប្រពន្ធទៅបង្កើតចែកឲ្យម៉ែប្រុកមួយមកកុំថាម៉ែមិនបានប្រាប់ណាក្មួយរាននឹងណាក្មួយរានគេមានអ្នកតាមចែកចង់ច្រើនណាស់ណាចាំមីងឲ្យសៀវយាយជូនក្មួយទៅវិញពួកឯងទៅនិយាយគ្នាទៅចុះកូនទៅជាមួយគ្នាទៅបងស្រីរានជប់ធ្វើរកសុភាពរៀបសារទៅបានទេធ្វើខ្លួនឲ្យធម្មតាទៅមើលខ្ញុំខ្លាចណាស់នរណាធ្វើរកសុភាពរៀបសារកាលពីក្មេងអញវាខ្ញុំមួយដៃឈាមត្រមកកុកអញចាំបានទេនៅហ៊ានថាខ្ញុំមិនសុភាពទៀតអីរឿងតាំងពីយូរហើយអញនៅចាំទៀតអីធ្វើមិននឹងអាចភ្លេចបានទៅជួបមុខពេលណាក៏ធ្វើបាបខ្ញុំពេលហ្នឹងថែមទាំងសម្រាប់ខកខ្ញុំទៀតផងអាហ្នឹងមកពីក្មេងខ្ញុំមិនដឹងក្តីតើមិនមែនទេដឹងកាលហ្នឹងអញបងខ្ញុំ3ឆ្នាំណាអញគួរតែដឹងក្តីអស់ហើយតើនឹងហើយតាមពិតទៅមកពីកាលអញនៅក្មេងអញគួរឲ្យស្រឡាញ់ពេកមកប៉ោងគួរឲ្យក្តីខ្ញុំចង់ក្តីស្គាល់ឯងតែឯងមិនអោយទើបខ្ញុំខឹងហើយធ្វើចឹងទៅគ្រាន់តែរឿងប៉ុណ្្នឹងអីមែននឹងណាខ្ញុំសុខតែងាប់ខ្ញុំមិនមានចិត្តណាអាក្រក់ទេបើមិនអញ្ចឹងទេខ្ញុំឲ្យឯងក្តីខ្ញុំវិញក៏បានដែរឲ្យតែឯងបាត់ខឹងខ្ញុំលីងនិយាយប្រហែលជាមិនគ្មានដល់ថ្នាក់នឹងទេមើលទៅជីអញក្តិចមែនទេហេអូយមនុស្សស្រីមាត់រឹងអញ្ចឹងសំតែត្រូវក្តិចឲ្យអញក្តិចវិញក្តិចតាមចិត្តអញចុះមែនហេឲ្យក្តិចតាមចិត្តមែនហេណែលីងយេអញចង់ធ្វើស្អីហ្នឹងខ្ញុំចង់ធ្វើស្អីស្រេចតែចិត្តខ្ញុំតើការនោះអញសម្រាប់ខកខ្ញុំឥឡូវខ្ញុំត្រូវតែសម្រាប់ខកវិញខ្ញុំនឹងសម្រាប់ខកសម្រាប់ខកចេញយកកៅស៊ូកងចេញមកហើយបាញ់ក្បាលឯងឲ្យហាមតែម្ដងគ្រាន់តែប៉ុណ្ណឹងចុះអញគិតថាស្អីអញគិតថាខ្ញុំនឹងធ្វើស្អីអញគិតថាខ្ញុំជាមនុស្សរកចិត្តមែនទេបានហើយអញមករកខ្ញុំមិនមែនមកដើម្បីរំលឹកអតីតទេមានការអីខ្ញុំលើកគេថាអញបានសហការជាមួយសន្តាគារសានស៊ីរឿងរកស៊ីទៅរើគ្នាហើយផ្ទះខ្ញុំក៏មានប្រេងតែដែរខ្ញុំចង់សួរអញថាអាចជួយណែនាំផ្លូវឲ្យខ្ញុំផងបានទេបានតើនិយាយមែនហេចុះរឿងតម្លៃវិញបងស្រីរានអញគិតថាតម្លៃប៉ុន្មានទៅសមរម្យខ្ញុំចង់បាន60យ៉នក្នុង1គីឡូហ៊ានឲ្យទេនៅមកឲ្យខ្ញុំកំណត់តម្លៃទៀតបានខ្ញុំឲ្យ70យ៉នក្នុង1គីឡូមែនទេហេពិតមែនហើយប៉ុន្តែថាលើកនេះខ្ញុំបានជួយអញហើយតើអញគួរតែផ្ដល់អីឲ្យខ្ញុំវិញទៅអញចង់បានអីពីខ្ញុំវិញខ្ញុំប្រាប់ឲ្យហើយណាអញហាមគិតដេះដាស់ឲ្យសោះមួយរយៈនេះណាខ្ញុំរវល់រត់ចុះរត់ឡើងទាំងយប់ទាំងថ្ងៃមានអារម្មណ៍ថាក្តៅក្នុងខ្លួនចង់រកនរណាម្នាក់មកជួយពន្លត់ភ្លើងក្នុងខ្លួនបន្តិចខ្ញុំដឹងបាត់ទៅហើយថាអញច្បាស់ជាលបសម្លឹងសម្រស់របស់ខ្ញុំអញនេះពិតជាមនុស្សអាក្រក់មែនបើសិនជាអញចង់បានផលល្អស្អែកនេះទៅជួបគ្នានៅសន្តាគារខ្ញុំចាំអញនៅទីនោះមនុស្សអាក្រក់កុំសង្ឃឹមឲ្យសោះក្មេងស្រីម្នាក់នេះ
កាលពីក្មេងដូចជាក្លាហានណាស់ឥឡូវនេះមុខស្ដាងដូចជាក្រដាសអញ្ចឹងគ្រាន់តែញូលេងក៏មិនបានសៀវយាយមើលចុះរវល់តតែបែកញើសពេញខ្លួនអស់ហើយខ្ញុំជួបខ្លួនឯងបានបងស្រីអូសៀវយាយខ្ញុំមកតាមការណាត់ជួបហើយខ្ញុំអត់បានឃើញអីទេអ្នកទាំងពីរបន្តទៀតចុះស្រីស្អាតមិនមែនដូចអ្វីដែលនាងគិតទេខ្ញុំនឹងសៀវយាយគ្មានអីនឹងគ្នាទេដល់ថ្នាក់នឹងហើយនៅថាគ្មានអីនឹងគ្នាទៀតអីសៀវយាយគេមកដឹកត្រីឲ្យខ្ញុំពួកយើងលក់តែខ្លាំងពី3ថ្ងៃនេះឃើញគេហត់ពេកខ្ញុំក៏ជួយជូតញើសឲ្យគេតែប៉ុណ្ណោះគិតថានឹងឲ្យគេទឹកមួយជើងទៀតមកឲ្យខ្ញុំនឹងណាសុំទោសណាខ្ញុំយកច្រឡំលើអ្នកទាំងពីរហើយមិនអីទេនិយាយគ្នាឲ្យយល់គឺចប់ហើយយ៉ាងម៉េចមិញឮថាមកណាត់ជួបសៀវយាយផងអីខ្ញុំមកជួយបំបត្តិកម្ដៅក្នុងខ្លួនឲ្យទេតើបើអញ្ចឹងខ្ញុំនៅតែជាអ្នកខកបំណងដដែលនេះកាត់បន្ទប់យកកាត់នេះទៅឡើងទៅលើទៅបងស្រីរ៉ានខ្ញុំបានប្រាប់អញរួចហើយតើអញត្រូវតែជួយបំបត្តិកម្ដៅឲ្យខ្ញុំសិនខ្ញុំពិចារណាជួយអញវិញខ្ញុំដឹងហើយខ្ញុំមកនេះគឺដើម្បីរឿងនឹងហើយអញទុកចិត្តចុះខ្ញុំនឹងជួយអញឲ្យបាត់ក្ដៅខ្ញុំនិយាយលេងទេក្មេងស្រីម្នាក់នេះគិតថាមែនទេអីឯងចង់ធ្វើស្អីខ្ញុំបានគិតរួចហើយមានតែលះបង់ខ្លួនឯងទេអញកុំធ្វើអីដេះដាសណាខ្ញុំមិនបានផ្ដេសផ្ដាស់ទេប៉ុន្តែមុននឹងធ្វើរឿងនោះអញត្រូវតែសន្យាទិញត្រីផ្ទះខ្ញុំក្នុងតម្លៃ8យន់ហើយទិញប្រេងតែក្នុងតម្លៃ70យន់70យន់ក្នុង1គីឡូទទួលទិញប្រេងតែរបស់ផ្ទះខ្ញុំនិយាយលេងទេទោះបីជាឯងមិនធ្វើអីក៏ដោយក៏ខ្ញុំទទួលទិញក្នុងតម្លៃនឹងដែរខ្ញុំនឹងទទួលទិញត្រីនិងប្រេងតែរបស់ឯងលើលោកនេះគ្មានរបស់ដែលបានមកទេខ្ញុំជួយឯងបំបត្តិកម្ដៅឯងទិញត្រីនិងប្រេងតែផ្ទះខ្ញុំសម្រាប់អញ្ចឹងចុះណែនេះផឹកទៅផឹកវាទៅតែត្រជាក់បំបត្តិយ៉ាងម៉េចដែរលីងយេបាត់ក្ដៅហើយនៅពិតជាមិនធម្មតាមែនឯងនេះលីងយេឯងមានចិត្តចង់តែមិនហ៊ានធ្វើចង់មកតូជាមួយខ្ញុំអីឯងនៅខ្ចីណាស់ស្រីខូចនរណាប្រាឲ្យឯងមកធ្វើបាបខ្ញុំពីម្សិលមិញនេះពិតជាមិនចេះចាញ់ប្រៀបគេសោះនោះប្រកាសហើយលីងយេនិយាយគ្នាទៅហើយណាហាងក្បត់ពាក្យសន្យាឲ្យសោះដឹងហើយទុកចិត្តចុះអញ្ចឹងខ្ញុំទៅវិញហើយកុំភ្លេចណាព្រឹកស្អែកទៅស្រះត្រីផ្ទះខ្ញុំទៅជួយចាប់ត្រីប៉ាខ្ញុំផងចុះបងស្រីរ៉ានមិនមែនថាណាត់គ្នាមកចាប់ត្រីទេហេហើយមកនិយាយរឿងប្រេងតែផងចុះមនុស្សទៅណាបងស្រីរ៉ានលោកមេភូមិពួកគាត់ទៅណាអស់ហើយបងស្រីរ៉ានមកហើយបងស្រីរ៉ាននរណាធ្វើបាបអញឲ្យយំហ្នឹងនរណាយំមកពីខ្ញុំដេកមិនបានស្កប់ស្កល់តើអញ្ចឹងអីថ្ងៃនេះយើងត្រូវចាប់ត្រីមិនមែនហីចុះលោកមេភូមិគាត់នៅណាគាត់ជាប់រវល់មកមិនបានទេចាំខ្ញុំចាប់ជាមួយអញចុះខ្ញុំចុះចាប់ត្រីជាមួយអញបងស្រីរ៉ានកុំមកលេងសាច់អីតែជើងតូចបែបនេះចាប់ត្រីយ៉ាងមិនកើតឆាប់ទៅហៅប៉ាអញមកភ្លាមមកនឹងបានចាប់ត្រីខ្ញុំប៉ារបស់ខ្ញុំគាត់ក្រោកឈរលេងរួចទៀតហើយមានរឿងអីកើតឡើងពី3ថ្ងៃមុនគាត់នៅល្អសោះប៉ារបស់ខ្ញុំគាត់មិនស្ដាប់សំដីគាត់មានជំងឺសន្លាក់ហើយនៅផឹកស្រាទៀតព្រឹកមិញនេះស្រាប់តែក្រោកពីដេកឃើញថាជើងគាត់ដើរលេងរួចហើយលីងយេខ្ញុំគួរធ្វើម៉េចទៅខ្ញុំខ្លាចណាស់កុំភ័យអីនោះទេជប់ភ័យទៅណាមិនមានរឿងអីទេជំងឺនេះខ្ញុំអាចព្យាបាលបានណាលីងយេអញចេះព្យាបាលជំងឺអញភ្លេចហើយហេជីតារបស់ខ្ញុំជាគ្រូពេទ្យបុរាណណាខ្ញុំបានរៀនពីគាត់ច្រើនណាស់ស្នាដៃមិនអន់នោះទេពិតជាអាចព្យាបាលបានមែនហេជាកូនប្រុសដើមទ្រូង5ហត្ថថានិយាយថាធ្វើមិនបាន
លើកនេះទុកថាខ្ញុំសូមអង្គចុះជួយជឿជាក់លើខ្ញុំម្ដងទៅបានទេរំនឹងទៅណាខ្ញុំបានប្រាប់តាចាស់ឯងឡើងហៀទឹកមាត់អស់ហើយថាហាមមិនឲ្យផឹកស្រាដាច់ខាត់កុំលួចផឹកនៅតែមិនព្រមស្ដាប់គ្នាដែរជាកន្លែងហ្នឹងឥឡូវនេះសាកមើលខ្លួនឯងមើលថាវាមានសភាពបែបណាទៅហើយជីខ្ញុំពិតជាមិនបានលួចផឹកស្រាយណាខ្ញុំចង់ប្រាប់ទៅឯងឲ្យដឹងថាជំងឺសន្លាក់របស់ខ្ញុំមួយនេះណាវាគឺជាជំងឺចាស់ទេវាឈឺរ៉ាំរ៉ៃយូរហើយមិនអីទេទុកតែពី3ថ្ងៃទៀតវានឹងបាត់ទៅវិញថាបានស្អីទៀតហ្នឹងឥឡូវនេះសូម្បីតែចុះពីលើគ្រែក៏ចុះមិនរួចផងនឹងណាក្នុងផ្ទះមានតែខ្ញុំហើយនឹងកូនស្រីរបស់ឯងតែប៉ុណ្ណោះអញចង់ឲ្យពួកយើងរស់នៅយ៉ាងម៉េចទៅពុកម៉ែសៀវយាយគេមកលេងនឹងណាសៀវយាយមកដល់ហើយម៉ែសៀវរ៉ានមិនក៏កូនឯងនាំភ្ញៀវចូលមកដល់ក្នុងបន្ទប់ដេកចឹងកូនមិនអីទេមីងគឺខ្ញុំខ្លួនឯងទេដែលសូមចូលមកនឹងណាព្រោះខ្ញុំបានឮដំណឹងថាលោកមេភូមិឈឺក្រោកពីគ្រែមិនរួចអូជំងឺចាស់ទេក្មួយមិនមានអ្វីធ្ងន់ធ្ងរនោះទេចាំបន្តិចទៀតខ្ញុំនឹងទៅចាប់ត្រីជាមួយអញហើយរឿងចាប់ត្រីនឹងមិនបាច់ប្រញាប់ពេកទេលោកមេភូមិតែខ្ញុំព្យាបាលលោកមេភូមិឲ្យជីសេសបយសិនទៅបានរឿងចាប់ត្រីនឹងមិនបាច់ប្រញាប់ពេកទេតែខ្ញុំព្យាបាលលោកមេភូមិឲ្យជីសេសបយសិនទៅបានជីអញចេះទាំងវិជាពេទ្យព្យាបាលជំងឺទៀតអីកាលពីមុនមកមិនដែលធ្លាប់ឮសោះថាអញចេះកាលពីមុនខ្ញុំជាប់រវល់នៅក្នុងគុកនឹងណាខ្ញុំមិនមែនមានន័យបែបហ្នឹងទេខ្ញុំគ្រាន់តែចង់និយាយលេងសើចឲ្យសប្បាយទេលោកមេភូមិភ្លេចហើយមែនទេថាជីតារបស់ខ្ញុំជាគ្រូពេទ្យបុរាណខ្ញុំបានទទួលការបណ្ដុះបណ្ដាលនឹងស្នងរំដោះចឹងហើយទើបខ្ញុំចេះវិជាពេទ្យវាជារឿងធម្មតាទេតែខ្លាចថាចេះមិនប្រកាសជាគ្រូគោទៅវិញទេដឹងជីយាយពេទ្យនេះមិនក៏និយាយស្ដីបែបហ្នឹងទៅវិញជីតារបស់សៀវយាយកាលពីដើមគឺជាពេទ្យប្រចាំភូមិដ៏ល្បីល្បាញណាស់ហើយសៀវយាយគេឆ្លាតវៃដល់កម្រិតហ្នឹងច្បាស់ជាបានរៀនចេះចាំស្ទាត់ពីជីតាគេមិនខានទេត្រូវទេក្មួយសៀវយាយមីងសុំទោសផងណាមីងមិនមែនមានបំណងចង់មើលងាយវិជាពេទ្យរបស់ក្មួយទេគ្រាន់តែថាជំងឺសន្លាក់របស់អារ៉ានឯងនឹងណាសូម្បីតែពេទ្យនៅមន្ទីរពេទ្យក៏គេថាតតែវាកាត់ដែរមីងខ្លាចក្រែងតែក្មួយព្យាបាលមិនជានឹងណាតែក្មួយអាចព្យាបាលឲ្យជាបានដែរឬទេតតែពិនិត្យមើលសិនទើបអាចដឹងបានមីងលោកមេភូមិជំងឺរបស់លោកនេះមើលទៅដូចជាធ្ងន់ធ្ងរគួរសមដែរនៅខាងក្នុងសន្លាក់នេះប្រហែលជាមានខ្ទុះហើយក្មួយឥឡូវនេះសូម្បីតែឈោក៏ពិបាកដែរនិយាយតាមត្រង់ទៅចុះពីរបីថ្ងៃមុននេះខ្ញុំដើរលេងរួចតែម្ដងកាលពីម្សិលមិញខ្ញុំថែមទាំងឃើញពុកលួចយំទៀតផងក្មេងឈួននេះអញមិនទុកមុខឲ្យឯងខ្លះទេហីសៀវយាយតើអាការៈតាវាធ្ងន់ធ្ងរពេកដល់ថ្នាក់នឹងមែនទេតើអាចព្យាបាលជាមិនជីទឹកព្យាបាលបានតាមីងមិនត្រឹមតែអាចព្យាបាលបានប៉ុណ្ណោះទេថែមទាំងអាចព្យាបាលឲ្យជីដាច់មិនរឹងវិញទៀតផងមិនត្រឹមតែអាចព្យាបាលបានប៉ុណ្ណោះទេថែមទាំងអាចព្យាបាលឲ្យជីដាច់មិនរឹងវិញទៀតផងអាចព្យាបាលឲ្យជីដាច់អីវាមិនអាចទៅរួចទេដឹងសៀវយាយមិនមែនថាមីងសង្ស័យលើសមត្ថភាពក្មួយទេតែសូម្បីតែមន្ទីរពេទ្យធំនិងល្បីនៅទីរួមខេត្តក៏គេនិយាយដែរថាជំងឺប្រភេទនេះគឺមិនអាចព្យាបាលឲ្យជីដាច់បានឡើយគឺមានតែលេបថ្នាំនិងដុំអាហារដើម្បីទប់ស្កាត់ប៉ុណ្ណោះបើមិនអញ្ចឹងទេគឺរស់បានមិនប៉ុន្មានឆ្នាំទៀតនោះទេជីយាយពេទ្យនេះមិនក៏ចេះតែនិយាយបែបហ្នឹងទៅវិញមិនក៏ចេះតែនិយាយបំបាក់ទឹកចិត្តក្មួយវាចឹងសៀវយាយក្មួយកុំប្រកាន់អីណាមានទឹកចិត្តចង់ជួយវាជារឿងល្អប្រពៃណាស់ប៉ុន្តែថារាងកាយរបស់ខ្ញុំដឹងច្បាស់ណាស់លោកមេភូមិតើអាចអនុញ្ញាតឲ្យខ្ញុំសាកល្បងមើលសិនបានទេបានតើចង់ពិនិត្យឬចង់ព្យាបាលបែបណាក៏សាច់តែចិត្តអញចុះយ៉ាងណាក៏ខ្ញុំដេកនៅស្ងៀមស្រាប់ទៅហើយចាត់ទុកថាឯងយកខ្ញុំធ្វើជាពិសោធន៍ចុះមើលទៅឯងដូចជាបានត្រៀមខ្លួនរួចរាល់ហើយតាណាកាយវិការឯងនេះពិតជាដូចជាតាឯងកាលពីមុនបេះដាក់តែម្ដងយ៉ាងណាក៏ខ្ញុំជាអ្នកបន្តវេនពីជីតារបស់ខ្ញុំដែរមានកាយវិការដូចគាត់ខ្លះក៏ជារឿងធម្មតាដែរបងស្រីរ៉ានខ្ញុំសុំចានដែកមួយមកតើនៅផ្ទះមានទេចាំខ្ញុំទៅយកចាំមួយផ្លែតណាសៀវយាយស្នាដៃឯងអាចទៅរួចទេនឹងទុកចិត្តចុះលោកមេភូមិទីនេះថាមិនជឿទេអូយព្រះអើយពិតជាដូចលេងសៀកចឹងតាណាយ៉ាងមិនហើយតាវាជឿដែរទេមិនមានអារម្មណ៍ថាជឿសំបីតែបន្តិចគ្រាន់តែមានអារម្មណ៍ថាវាតឹងតិចតួចប៉ុណ្ណោះយកចានដែកមកឲ្យខ្ញុំមកហើយអ្នកទាំងអស់គ្នាថយចេញបន្តិចទៅវ៉ាពិតជាអស្ចារ្យមែនទែនលោកមេភូមិកុំតន់ឲ្យកម្រើកចាំបន្តិចទៀតសិនលោកមេភូមិឥឡូវមានអារម្មណ៍យ៉ាងម៉េចដែរបាត់ឈឺហើយតើមិនត្រឹមតែបាត់ឈឺទេថែមទាំងមានកម្លាំងកំហែងទៀតផងសាកល្បងចុះដើរមើលបន្តិចទៅមើលល្អតើតោះនេះជាហើយខ្ញុំជាសះស្បើយពិតមែនហើយសៀវយាយអញពិតជាពូកែដូចទេវតាមែនអញគឺជាគ្រូពេទ្យទេវតារបស់ភូមិយើងហើយសៀវយាយអញបានព្យាបាលជំងឺខ្ញុំឲ្យជាសះស្បើយបែបនេះខ្ញុំច្បាស់ជាត្រូវតែជូនថ្លៃព្យាបាលដល់ឯងមិនខានអញប្រាប់មកថាអស់ប៉ុន្មានលោកមេភូមិលោកនិយាយបែបនេះដូចជាចាត់ទុកខ្ញុំជាអ្នកដទៃពេកហើយ2ឆ្នាំដែលខ្ញុំមិននៅផ្ទះនេះណាបើសិនជាមិនបានការមើលថែពីលោកមេភូមិទេម៉ែរបស់ខ្ញុំមិនដឹងជាត្រូវអាចចាប់លៃធ្វើបាបដល់កម្រិតណានោះទេបាទអាហ្នឹងវាជារូបនីតិរបស់មេភូមិដែលត្រូវតែធ្វើនឹងណាលោកមេភូមិខ្ញុំជាមនុស្សបែបហ្នឹងមានគុណត្រូវសងមានសត្រូវត្រូវតែចាំសរុបមករឿងថ្លៃព្យាបាលនឹងលោកមេភូមិមិនបាច់លើកមកនិយាយទៀតទេសៀវយាយបើឯងមកខាត់បងដោយសារតែពួកយើងបែបនេះពួកយើងក៏មិនដាច់ចិត្តដែរនឹងណាបើអញ្ចឹងយកបែបនេះចុះលើកូនរ៉ាន
ឲ្យរៀបការជាមួយអញដើម្បីសងគុណតែម្ដងទៅជីអាតាចាស់កូនអេបដេកដែរហើយចាំមើលណាខ្ញុំវាឥឡូវហ្នឹងខ្ញុំនិយាយលេងតាកុំវាខ្ញុំអីសៀវយាយរឿងរៀបការមួយនេះខ្ញុំពេញចិត្តពេញខ្លាំងនឹងឯងណារសៀលនេះនាំគ្នាទៅចុះសម្បត្តិអាពីពីតែម្ដងទៅហើយយប់នេះសំដំណេកតែម្ដងយប់នេះជោគសំដំណេកមកមីងនិយាយមែនឬក៏លេងហ្នឹងប្រកាសជានិយាយមែនហើយខ្ញុំមិនយកទេកូនរានកុំរករឿងពេកកូនមីងមិញនេះខ្ញុំគ្រាន់តែនិយាយលេងទេសម័យនេះទៅហើយរឿងរៀបការតតែមានចិត្តស្រឡាញ់គ្នាទាំងសងខាងទៅបានត្រូវហើយក្មេងស្រីម្នាក់នេះត្រូវហើយលោកមេភូមិជើងលោកក៏ជាហើយដែរពួកយើងទៅចាក់ត្រីតែម្ដងទៅខ្ញុំឬបងស្រីរាននិយាយថានៅក្នុងស្រាប់ផ្ទះលោកមានត្រីច្រើនណាស់មែនទេហើយព្រេងតែពីឆ្នាំមុនក៏នៅសល់ច្រើនដែរត្រូវទេមែនហើយកូនរានមួយនេះណាចេះតែនិយាយអួតប្រាប់គេឯងនាងនិយាយថាត្រីដែលឯងសន្យាថានឹងទិញនោះគឺទទួលទិញក្នុងតម្លៃ20យួនហើយព្រេងតែទិញដល់ទៅ70យួនខ្ញុំមិនបាននិយាយអួតឯណាលីងនិយាយគេបានសន្យាផ្ទាល់មកតើថាព្រេងតែហើយនឹងត្រីគឺតម្លៃប៉ុណ្ណឹងអញខ្លាចថាខ្ញុំមិនដឹងមែនទេអញចាត់ទុកសៀវយាយជាអ្នកមានល្ងងខ្លៅយ៉ាងម៉េចខ្ញុំមិនបានកគេណាលីងនិយាយអញជួយនិយាយមួយម៉ាត់មកលោកមេភូមិគឺជារឿងពិតព្រេងតែពិតជាអាចទិញបានក្នុងតម្លៃ70យ៉ាងមែនប៉ុន្តែត្រូវតែជាព្រេងតែដែលបានមកពីក្របតែធម្មជាតិសុទ្ធមិនមែនជាព្រេងតែដែលកែច្នៃនោះទេត្រីក៏អាចទទួលទិញក្នុងតម្លៃ20យួនបានដែរតែគុណភាពត្រីល្អត្រឹមត្រូវទៅគឺបានហើយនិយាយមែនទេហេអញមិនបានបោកខ្ញុំទេមែនទេលោកមេភូមិបើសិនជាលោកមិនជឿទេពួកយើងអាចធ្វើកិច្ចសន្យាជាលិលាក់អក្សរក៏បានអញធ្វើការងារខ្ញុំច្បាស់ជាទុកចិត្តហើយបើអញ្ចឹងយើងទៅចាប់ត្រីសិនទៅបន្ទាប់មកចាំទៅរើព្រេងតែដិតចេញទៅឲ្យបានលឿននឹងអាចបានលុយថ្លៃនឹងគេលីងនិយាយខ្ញុំទទួលបានលុយហើយត្រី1000គីឡូបាន20000យួនគត់មិនខ្វះសូម្បីតែមួយកាក់ប៉ាខ្ញុំឲ្យខ្ញុំខំមកអរគុណឯងនឹងណាចុះឯងវិញឯងមិនគិតអរគុណខ្ញុំខ្លះទេហីក៏បានទោះជាមិនច្រើនក៏ដោយគ្មានភាពស្មោះត្រង់សោះចុះធ្វើបែបណាទៅហៅថាស្មោះត្រង់ទៅបើអញ្ចឹងថាខ្ញុំមួយស៊ើបមកអញស្រមៃទៅចុះសុំតែមួយស៊ើបតើព្រះអើយសំលេងគេគួរឲ្យស្រឡាញ់ដល់ហើយសំណាងហើយដែលខ្ញុំសឹកទុកតាន់ពេលបងស្រីរានយ៉ាងម៉េចហើយខ្ញុំមិនអីទេ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 បងស្រីរានមិនក៏លុកចោលវិញចឹងមើលតែម្ដងគឺបានហើយហាមលួចសឹកទុកឲ្យសោះណាខ្ញុំមិនបានធ្វើណាបើសិនជាខ្ញុំដឹងថាអញលួចសឹកទុកណាខ្ញុំមិនលើកលែងឲ្យអញដាច់ខាតអត់ទេអញទុកចិត្តចុះលើកក្រោយអញចង់ស្ដាប់ទៀតទេអាហ្នឹងស៊ីសងលើអារម្មណ៍ខ្ញុំដែរខ្ញុំនិយាយជាមួយអញហើយទៅដេកវិញហើយស្ដាប់ម្ដងទៀតសិនចាប់ឲ្យចប់ណាមក1 2លើកលោកមេភូមិមិនក៏លោកដឹកមកដោយខ្លួនឯងចឹងពួកខ្ញុំអាចបើកឡានទៅយកដល់ផ្ទះបានតើសៀវយាយអញសុខចិត្តទទួលទិញក្នុងតម្លៃថ្លៃបែបនេះទាំងត្រីទាំងប្រេងតែរបស់ពួកយើងចំណេញពីអញច្រើនពេកហើយឲ្យខ្ញុំដាច់ចិត្តឲ្យអញខាត់ថ្លៃសាំងដិតត្រូវទេយ៉ាងម៉េចនឹងកើតតែវាមិនជាប្រមាណគីឡូទេមិនអីទេសៀវយាយមកនេះបន្តិចឪពិតជាខកចិត្តនឹងឯងខ្លាំងណាស់និយាយរឿងអីហ្នឹងអញពិតជាខូចខលល្បិចច្រើនមែនសូម្បីតែលុយលោកមេភូមិក៏អញស៊ីកម្រៃជើងសារដែរហ៎និយាយពីរឿងហ្នឹងទេហ៎អញមានចរិតបែបនេះតាំងពីពេលណាខ្ញុំនិយាយត្រង់ប្រាប់តែម្ដងទៅចុះលុយចំណេញពីលោកមេភូមិមួយនេះណាខ្ញុំពិតជាត្រូវតែយកជាមិនរួចទេសៀវយាយមិនក៏កូនឯងហ៊ាននិយាយបែបហ្នឹងទី1កុំត្រាជាមួយសន្តាគារសានសៀងមីងជួខ្ញុំដែលអ្នកទៅនិយាយតាក់ទងមកបងស្រីអ៊ូគាត់ចុះហត្ថលេខាជាមួយខ្ញុំហើយជាមួយអ្នកផ្សេងទេចុះវាមានបញ្ហាអីឥឡូវគិតមើលត្រីនិងប្រេងតែរបស់ផ្ទះយើងគឺមានមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទេដល់ពេលនោះច្បាស់ជាត្រូវប្រមូលទិញពីអ្នកមានហានិភ័យតាខ្ញុំជាអ្នកទទួលខុសត្រូវមែនទេហានិភ័យរឿងត្រីនិងប្រេងតែគឺសុទ្ធតែជាខ្ញុំដែលអ្នករ៉ាប់រងអញ្ចឹងតាខ្ញុំត្រូវទទួលខុសត្រូវទេត្រូវហើយខ្ញុំទាំងត្រូវទទួលខុសត្រូវទាំងត្រូវចេញថ្លៃដឹកជញ្ជូនចុះហេតុអ្វីបានជាខ្ញុំមិនអាចចំណេញពីវាបានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់គឺជាមេភូមិជាចាស់ទុំរបស់យើងណាកូនគាត់ធ្លាប់បានជួយយើងច្រើនណាស់ទោះជាមានហេតុផលយ៉ាងណាក៏ដោយកូនគួរតែឲ្យតម្លៃពេញទៅគាត់ទៅនិយាយតាមត្រង់នៅក្នុងចិត្តរបស់នេះវាមានអារម្មណ៍ថាមិនស្រួលសោះតែម្ដងរឿងនេះខ្ញុំត្រូវតែមានតម្លៃស្តង់ដារមួយឯសាក់គិតមើលបើសិនជាខ្ញុំបាក់ដៃឲ្យម្នាក់ហើយថ្ងៃក្រោយអ្នកផ្សេងទៀតមករកខ្ញុំមកអាំងសាច់ញាតិអាំងគុណបំណាច់ដើម្បីសុំឲ្យខ្ញុំរកស៊ីទៅមុខយ៉ាងម៉េចកើតសៀវយាយមានអារម្មណ៍ថាកូននិយាយសំហេតុផលដែរតើគឺមកពីគិតនេះពេកកុំបន្ទោសថាខ្ញុំចិត្តអាក្រក់ឯណាបើសិនជាមិនមានខ្ញុំទេត្រីទាំងនោះសូម្បីតែ10យន់1គីឡូលក់មិនចេញផងកុំថាឡើយប្រេងតែអាចលក់បានដល់70យន់បែបហ្នឹងត្រូវហើយកូននិយាយត្រូវហើយចាំបន្តិចទៀតនឹងទៅពន្យល់ប្រាប់ម៉ែឯងឲ្យបានយល់មានរឿងអីសៀវយាយមិនអីទេគ្រាន់តែមានអារម្មណ៍ថាត្របកភ្នែកចេះតែលោតដឹបគេថាឆ្វេងត្រកស្ដាំទុកថ្ងៃនេះប្រហែលជាមិនមានរឿងអាក្រក់កើតឡើងទេដឹងបានហើយ
Bạn hai,ថ្ងៃនេះឯងមិនបាច់ចេញទៅណាទេទុកទៅជាអ្នកទៅដឹកអីវ៉ាន់ជំនួសវិញមិនអីទេកុំជឿរឿងហុងស៊ុយពេកអីគ្មានរឿងអីទេទុកចិត្តចុះខ្ញុំទៅសិនហើយមិនអីទេយ៉ាងណាក៏ត្រូវប្រយ័ត្នប្រយែងដែរថ្ងៃនេះជាថ្ងៃល្អគិតអ្វីក៏សំបំណងដែរអញឈ្មោះលីងយាយមែនទេចុះមកនិយាយគ្នាភ្លាមពួកអញស្គាល់ខ្ញុំដែរលីងយាយអញបានធ្វើឲ្យនរណាខឹងក្នុងចិត្តឯងដឹងច្បាស់ហើយតើពួកអញគឺជាកូនចៅរបស់អាចារ្យលេងមែនទេពួកអញអ្នកលេងអស់នេះមិនមែនជាកូនចៅខ្ញុំទេគឺជាកូនចៅរបស់បងធំខ្ញុំត្រូវហើយគឺអញនឹងហើយដែលធ្វើបាបអូនធរយើងចាំលេជាអ្នកមកធ្វើបាបគ្រួសារខ្ញុំមុនតើខ្ញុំគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះចាំបាច់មកខាត់ផ្លូវធ្វើអីបែបនេះលីងយេអញមិនបាននិយាយតែយាយថាឲ្យតែឃើញមុខខ្ញុំគឺវាខ្ញុំរហូតហ្នឹងឥឡូវវាមកមើលអាំងក្នុងបង្អែកហ៎ខ្ញុំអាំងក្នុងបង្អែកនឹងហើយឯងធ្វើស្អីខ្ញុំបានអាចឆ្កែវត្តឃើញបងខ្លះហើយនៅមិនឆាប់លុតជង្គង់ចុះទៀតអាចឆ្កែវត្តឃើញបងខ្លះហើយនៅមិនឆាប់លុតជង្គង់ចុះទៀតលីងយេខ្ញុំនេះឆ្អឹងរឹងណាស់លុតជង្គង់តែចំពោះផ្ទៃមេឃផែនដីនិងឪពុកម្ដាយតែប៉ុណ្ណោះបងខ្លះអាម្នាក់នេះវាធ្វើបាបខ្ញុំខ្លាំងណាស់គ្រូសាវាបានយកដើមតែមកដាំនៅលើដីដែលខ្ញុំបានមកការខ្ញុំទៅនិយាយរកខុសត្រូវជាមួយវាតែវាវិញវាអាងថាវាចេះក្បាច់គុនពីរបីក្បាច់វាខ្ញុំឡើងត្រង់ខ្លួនអស់អាលីងយេនេះវាពិតជាកម្រិតតែខ្លាំងណាស់អាសត្វនេះអញរស់មកជាង20ឆ្នាំហើយមិនដែលជួបនរណាដែលកោងកាចជាងអញផងបងខ្លះចាត់ការវាទៅបងមើលទៅឯងនេះអញពិតជាកោងកាចដូចគេថាខ្លាំងមែនអញជឿសម្ដីឈួតរបស់អាចាវលីដែរហេចាវលីគឺជាប្អូនរបស់យើងមិនថាអញត្រូវឬក៏អញខុសទេឲ្យតែអញហ៊ានលើកដៃវាប្អូនយើងគឺឯងខុសហើយថ្ងៃនេះទោះបីជាយើងវាអញឲ្យមកក៏អញមិនអាចទៅវ៉ាបានដែរបាននិយាយអញ្ចឹងខ្ញុំគ្មានពីអីត្រូវនិយាយទេបងខ្លះវាហ៊ានមើលងាយបងឯងចូលវាអាងប់នេះសម្រាប់វាទៅក្រោកឡើងវាទៀតលីងយេយើងទទួលស្គាល់ថាកណ្ដាប់ដៃអញពូកែមែនតែអញអាចទប់ទល់នឹងកាំបិតបានដែរទេបងប្អូនទាំងអស់គ្នាកាប់វាទៅបងប្អូនទាំងអស់គ្នាកាប់វាឲ្យងាប់យើងចង់ដឹងថានរណាហ៊ានកាប់ខ្លាហ៊ានប៉ះពាល់មនុស្សរបស់យើងផងអេអូបងស្រីគ្រាន់តែហ៊ានប៉ះពាល់មនុស្សរបស់យើងជឿមិនជឿថាយើងនិយាយតែមួយម៉ាត់យើងនឹងធ្វើឲ្យឯងមិនអាចរស់នៅក្នុងស្រុកណានសាននេះបានទៅទៀតបងស្រីអូហេតុអ្វីក៏អ្នកមានអំណាចដូចជាបងចេញមុខមកចឹងនេះស្រីចង្រៃនាងឯងជាស្អីគេហាបងខ្លាមិនដែលវាស្រីទេណាតែយើងមិនចេះនិយាយហេតុផលទេវើយឆាប់នាំគ្នាថយចេញទៅឲ្យឆ្ងាយភ្លាមបើមិនអញ្ចឹងទេយើងនឹងហែកមាត់ឯងមិនខានឡើយត្រៀមប្រយុទ្ធបងខ្លាបងខ្លាបិទមាត់ទៅបងស្រីអ៊ូវូសំសៀវកូនចៅរបស់ខ្ញុំវាមិនស្គាល់បងទេខ្ញុំសុំទោសជំនួសវាផងតែកំភ្លៀងវាពីរបីដៃទៅចាត់ទុកថារឿងនេះចាប់ចុះបងស្រីអ៊ូកូនចៅរបស់ខ្ញុំវាមានភ្នែកតែដូចជាខ្វាក់មិនស្គាល់ភ្នំថៃសានបានជាហ៊ាននិយាយប៉ះពាល់បងខ្ញុំសុំទោសបងជំនួសពួកវាផងមនុស្សដែលកូនចៅឯងបានប៉ះពាល់នោះមិនមែនជាយើងទេគឺជាគាត់មនុស្សដែលកូនចៅឯងបានប៉ះពាល់នោះមិនមែនជាយើងទេគឺជាគាត់នេះគឺជាកូនចៅរបស់បងដែរមែនទេគេគឺជាប្អូនប្រុសរបស់យើង
នេះគេប្រកូលលៀងតាខ្ញុំទទួលគេជាប្អូនធัวយ៉ាងម៉េចមិនបានហេប៉ាន់តាបងសៀវយេអញមានរបួសត្រង់ណាដែរទេខ្ញុំមិនអីទេបងស្រីកុំបារម្ភអីមិនក៏បងនៅទីនេះដែរគឺក្រុមសន្តិសុខរីកាប្រាប់បងថាឃើញអញនៅខាងក្រៅសន្តាគារត្រូវបានគេស្ទាក់ផ្លូវរករឿងនឹងណាចុះហេតុអ្វីក៏អញមិនស្រែកហៅគេឲ្យជួយនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំមិនចង់ឲ្យបងមានបញ្ហាដោយសារខ្ញុំទេរឿងរបស់ឯងគឺជារឿងរបស់បងជួយដោះស្រាយឲ្យឯងអាខ្លាឬមួយក៏ឃើញថាមួយរយៈនេះយើងរវល់ពេកទើបគិតថាយើងងាយនឹងធ្វើបាបមែនទេមិនមែនទេបងស្រីអូបងប្រុសលីងខ្ញុំស្ទើរតែបង្កឲ្យមានរឿងធំទៅហើយបងប្រុសចិត្តទូលាយដូចទន្លេមេគង្គសូមផ្ដល់ឱកាសឲ្យខ្ញុំមួយដងទៀតទៅបងយើងមិនមែនជាអ្នកសម្រេចទេតើតែសៀវយាយព្រមលើកលែងទោសឲ្យទើបរឿងនេះវាចប់បងប្រុសលីងខ្ញុំសូមអង្វរផ្ដល់ឱកាសឲ្យខ្ញុំមួយដងទៀតទៅអាចចាប់លេងម្នាក់នេះវាពិតជាអាក្រក់ហួសពីការស្មានវាដើរធ្វើរឿងអាក្រក់ពេញក្នុងភូមិរបស់ខ្ញុំពីឆ្នាំមុនដែលខ្ញុំត្រូវជាប់គុកនោះក៏ជាស្នាដៃរបស់វាដែលអ្នករៀបចំដែរវាបានសហការជាមួយសង្សារកាសរបស់ដើម្បីទម្លាក់កំហុសដាក់ខ្ញុំប៉ុន្តែថាខ្ញុំចង់ប្រាប់ឯងមួយម៉ាត់ចុះថ្ងៃក្រោយកុំចេះតែស្ដាប់ពាក្យញុះញង់គេពេកអរគុណបងប្រុសលីងទៅឲ្យឆ្ងាយទៅតោះទៅបងស្រីអូបងមានអំណាចធំនៅក្នុងស្រុកឡៃមិញនេះណាស់តាណាធម្មតាទេអរគុណបងស្រីអូតែបានចេញមុខជួយដោះស្រាយឲ្យខ្ញុំអញជាប្អូនធွာរបស់បងណាមិនជួយអញឲ្យទៅជួយនរណាអរគុណបងស្រីអូទៅថ្ងៃមុខបងគឺជាបងស្រីបង្កើតរបស់ខ្ញុំត្រឡប់ទៅវិញចុះថ្ងៃក្រោយបើមានការអីត្រូវចាំថាគោរពបងជួយអញជានិច្ចប៉ាត់បងលោកមេភូមិលោកនៅផ្ទះទេបងស្រីរានប្រាប់ថាកាតធនាគាររបស់គាត់មានកំណត់ចំនួនខ្ញុំបានប្រាប់ទៅខាងសន្តាគាររួចហើយថ្ងៃនេះគេទូទាត់ជាសាច់ប្រាក់សុទ្ធឲ្យលោកមេភូមិរាប់មើលសិនទៅមានមនុស្សច្រើនម្ល៉េះមើលទៅថ្ងៃនេះដូចជាមិនសូវស្រួលសោះសៀវយេមិនអីទេសុទ្ធតែជាអ្នកភូមិរបស់យើងទាំងអស់គ្នាទេបើអញ្ចឹងខ្ញុំមិនលាក់លៀមទេតោះលោកមេភូមិរាប់លុយមើលសិនទៅរាប់ធ្វើអីខ្ញុំមិនដែលមិនទុកចិត្តអញឯណាព្រះអើយសៀវយេពិតជាមិនធម្មតាមែនពិតជាជួយឲ្យពិតជាល្អមែនពិតជាបាននាំបងខ្លាចខ្ញុំរកលុយបានច្រើនមែនទេបងប្រុសនេះបងលោកត្រីនឹងប្រេងតែអស់ប៉ុន្មានទៅបានជារកលុយបានច្រើនម្ល៉េះ20000យ៉នឯណោះគ្រាន់តែត្រីនឹងប្រេងតែបន្តិចបន្តួចអាចរកចំណូលបានច្រើនដល់ថ្នាក់នឹងអីនឹកស្មានមិនដល់មែនសៀវយេផ្ទះខ្ញុំក៏មានប្រេងតែដែរតែអាចជួយទិញផងបានទេបើមើលទៅតាមល្បឿននៃការលក់ចេញរបស់សន្តាគារសានសៀងមីងជូនោះមិនយូរទេប្រេងតែនៅផ្ទះលោកមេភូមិច្បាស់ជាអស់ពីស្តុកហើយនិយាយចឹងគឺគ្មានបញ្ហាទេយើងសុទ្ធតែជាអ្នកភូមិជាមួយគ្នាសុខទុក្ខរួមគ្នាត្រូវតែជួយគ្នាហើយខ្ញុំរីករាយនឹងជួយជានិច្ចប៉ុន្តែយ៉ាងម៉េចនិយាយមកមើលពួកយើងចង់ដឹងណាស់ប៉ុន្តែថាគុណភាពរបស់ប្រេងត្រូវតែល្អត្រឹមត្រូវតាមស្តង់ដារជាដាច់ខាតម្យ៉ាងទៀតខាងសន្តាគារប្រហែលជាមិនត្រូវការច្រើនពេកភ្លាមទេពួកយើងត្រូវតែរងចាំតាមលំដាប់ខ្ញុំស្មានតែរឿងអីឲ្យតែអាចលក់ចេញបានពួកយើងសុទ្ធតែអាចរងចាំបានទាំងអស់លោកមេភូមិខ្ញុំមានរឿងមួយទៀតចង់ប្រាប់លោករឿងអីទៅត្រីនឹងប្រេងតែឬផលិតផលកសិកម្មផ្សេងទៀតទាំងអស់ប៉ុន្តែដេកចំការដែលនឹងរបស់លេងមកចាមេងយ៉ាវគឺខ្ញុំមិនទទួលទិញដាច់ខាតអាមួយនេះខ្ញុំដឹងបាត់ទៅហើយថាឯងជាមនុស្សមានសង្សឹកតតែបានលោកមេភូមិរឿងរវាងខ្ញុំនិងពួកវាលោកមេភូមិក៏ដឹងច្បាស់ដែរបើសិនជាពួកវាហ៊ានទៅដឹងដល់សាលាប្រាប់ឲ្យពួកវាមកជួបខ្ញុំផ្ទាល់មកត្រូវហើយម៉ែខ្ញុំចង់ពិភាក្សារឿងមួយជាមួយម៉ែរឿងអីទៅកូនសន្តាគារសានសៀងមីងជូគេត្រូវការត្រីនិងប្រេងតែកាន់តែច្រើនឡើងហើយម៉ូតូកង់3របស់ខ្ញុំនេះទឹកមិនអស់ទេខ្ញុំគិតថាចង់បដូរទៅទិញឡានដឹកស្មានតែរឿងអីទិញទៅកូនសៀវយេពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវពួកយើងត្រូវចេញដំណើរហើយបងមេបងកុំយំអីខ្ញុំនឹងទៅលើនេះហើយសៀវយេបងត្រូវទៅកន្លែងមួយសិនចាំបន្តិចទៀតចាំទៅទិញឡានជាមួយឯងមិនអីទេហេបងមានរឿងអីមិនក៏ប្រញាប់ម្លេះមិញនេះមិត្តភក្តិបងខលមកឈ្មោះបងមេកូនស្រីរបស់គាត់ឈ្មោះលើមានជំនឿតាមពិតទៅថ្ងៃនេះបានណាត់គ្នាថានឹងនាំនាងទៅធ្វើគីមីនៅទីរួមខេត្តតែស្រាប់តែនាងរត់បាត់ទៅមិនក៏រត់ទៅវិញលើធ្លាប់តែកាត់ម្ដងរួចមកហើយកាលពីឆ្នាំមុននរណាទៅដឹងថាឆ្នាំនេះវាបែរជារឡើងវិញប្រាប់អម៉ែរបស់នាងថាស្ថានភាពមិនសូវល្អទេទោះបីជាវាកាត់ម្ដងទៀតក៏គ្មានប្រយោជន៍ដែរនឹកស្មានមិនដល់ថាលើលួចស្ដាប់លើឥឡូវនេះនាងប្រឆាំងនឹងការព្យាបាលខ្លាំងណាស់រឿងវាអញ្ចឹងតើសុំទោសណាសៀវយេអញចង់ត្រឹមនឹងសិនចុះបងស្រីអូបងនិយាយស្អីហ្នឹងបងគូតែនាំខ្ញុំទៅជាមួយដែរនាំអញទៅអញភ្លេចហើយហេថាខ្ញុំគឺជាគ្រូពេទ្យសៀវយេបងដឹងថាអញចេះព្យាបាលជំងឺប៉ុន្តែជំងឺឈាមមិនមែនជាការព្យាបាលទេកុំថាឡើយជំងឺឈាមសូម្បីតែមហារីកក៏ខ្ញុំអាចព្យាបាលបានដែរមែនហេបើសិនជាបងមិនជឿបងអាចនាំខ្ញុំទៅមើលសិនទៅយ៉ាងណាក៏គ្រាន់តែមានពេទ្យម្នាក់ទៀតជួយមើលថាបងអីដែរត្រូវទេក៏បានដែរតោះទៅបងស្រីអូសូមអញ្ជើញតាមទៅនេះខ្ញុំមកដល់ហើយបងមិនអីទេមែនទេបងស្រីអូមេនាងបងពិបាកចិត្តណាស់ចុះម្នាក់នេះគឺសង្សាររបស់ហែងអី
បងស្រីអ៊ូនេះឯងកូចាស់ចង់ស៊ីស្មឹកជ័យមែនទេខ្ញុំចង់ដែរនឹងតែគេមិនព្រមជាមួយខ្ញុំឯណាសួស្ដីបងស្រីមីខ្ញុំឈ្មោះលីងយេរាងកាយមមុនបែបនេះមិនធម្មតាទេប្រាប់មកមើលហើយអ្វីក៏បដិសេធបងស្រីអ៊ូទៅវិញបងស្រីអ៊ូចូលចិត្តលេងសាច់បងស្រីមីក៏ចូលចិត្តលេងសាច់ដែរតាមមុខខ្ញុំមើលទៅគួរឲ្យចង់សាច់ណាស់មែនទេបងស្រីអ៊ូបងប្រុសតូចដែលឯងនាំមកនេះពិតជាកំ pl ែងគួរឲ្យចូលចិត្តមែនធ្វើឲ្យបងបាត់ពិបាកចិត្តបានខ្លះដែរនរណាគេដែលកំ pl ែងម្លេះធ្វើឲ្យប្រពន្ធរបស់ខ្ញុំសើចសប្បាយចិត្តបែបនេះលោកគឺចាងសៀនសូវអភិបាលស្រុកនរណាគេដែលកំ pl ែងម្លេះធ្វើឲ្យប្រពន្ធរបស់ខ្ញុំសើចសប្បាយចិត្តបែបនេះលោកគឺចាងសៀនសូវអភិបាលស្រុកបងប្រុសលោកស្គាល់ខ្ញុំដែរខ្ញុំធ្លាប់ឃើញនៅក្នុងព័ត៌មានល្អកុំភ័យអីអង្គុយសិនមកខ្ញុំដឹងតាំងពីដំបូងថាបងស្រីអ៊ូមិនមែនជាមនុស្សធម្មតាទេប៉ុន្តែខ្ញុំនឹកស្មានមិនដល់ថាមិត្តភក្តិរបស់គាត់គឺជាភរិយារបស់លោកអភិបាលស្រុកសបងប្រុសចាងរកឃើញលើហើយឬនៅរកឃើញហើយនៅលើផ្ទះឯណោះមិនថាខ្ញុំនិយាយយ៉ាងណាទេនាងដាច់ខាតមិនព្រមទៅមន្ទីរពេទ្យឡើយប្រហែលជាការដែលជំងឺរើឡើងវិញធ្វើឲ្យនាងបាក់ទឹកចិត្តខ្លាំងហើយនេះគឺជាឱកាសល្អសម្រាប់បញ្ចេញស្នាដៃហើយបើសិនជាអាចជាបាលគុំស្រីលោកអភិបាលស្រុកជានៅក្នុងស្រុកឡៃមិញនេះគ្មាននរណាហ៊ានប៉ះពាល់ខ្ញុំទៀតទេលោកចាងតើអាចឲ្យខ្ញុំជួបលើបន្តិចបានទេប្អូនប្រុសឯងមានន័យថាម៉េចបងប្រុសចាងបងស្រីមីម្នាក់នេះគឺលីងយេវិជាពេទ្យរបស់គេពូកែខ្លាំងណាស់ប្រហែលជាគេមានវិធីព្យាបាលជំងឺរបស់លើបងស្រីអ៊ូកុំមកនិយាយលេងសាច់អីអាការៈរបស់លើអញក៏ដឹងច្បាស់ដែរថ្នាំនាំចូលពីបរទេសថ្លៃហូរដូចទឹកក៏បានត្រឹមតែទប់អាការៈនាងឲ្យនៅនឹងមួយកន្លែងតែប៉ុណ្ណោះបងស្រីមីខ្ញុំដឹងប៉ុន្តែលីងយេពិតជាពូកែមែនបងចាំជំងឺចាស់របស់ខ្ញុំបានទេត្រូវបានគេព្យាបាលឲ្យជាសះស្បើយហើយមានរឿងអញ្ចឹងដែរពិតមែនហើយអញ្ចឹងហើយទើបខ្ញុំហ៊ាននាំលីងយេមកនឹងណាល្អបើអញ្ចឹងសាកល្បងទៅមើលទៅខ្ញុំមិនយល់ព្រមទេបងហេតុអីទៅអាយហ្វាងឈ្មោះប្រពន្ធកាលណាយើងបារម្ភពេកគិតអីក៏មិនចេញដែរមើលបងប្រុសម្នាក់នេះមើលនៅក្មេងម្លេះនៅដូចជាសិស្សសាលានៅឡើយទេតើគេអាចព្យាបាលជំងឺរបស់លើបានយ៉ាងមិនជឿជាក់លើខ្ញុំមិនមែនមិនជឿទេគឺពិបាកនឹងជឿតែម្ដងឯងនៅក្មេងពេកហើយលោកចាងទោះបីជាខ្ញុំនៅក្មេងតែមិនមែនមានន័យថាវិជាពេទ្យខ្ញុំអន់ទេអញពិតជានៅក្មេងជ័យណាស់សុំទោសណាក្មេងមានទំនុកចិត្តជារឿងល្អប៉ុន្តែបើជឿជាក់លើខ្លួនឯងពេកគេហៅថាអំនួតហើយបងស្រីអ៊ូអញនាំប្អូនប្រុសម្នាក់នេះត្រឡប់ទៅវិញសិនចុះថ្ងៃក្រោយចាំមកលេងម្ដងទៀតមើលទៅបងប្រុសចាងមិនទុកឱកាសឲ្យលីងយេបានបញ្ចេញស្នាដៃសោះតោះណោះក៏សំដែរតាំងពីលើឈឺមកមិនដឹងជាមានមនុស្សប៉ុន្មានអ្នកណែនាំគ្រូពេទ្យដើម្បីយកមុខយកមាត់តែចុងក្រោយគ្មានបានការសោះសៀវយេពួកយើងទៅវិញចុះនេះគឺគេដេញទាំងសម្ដីទន់ភ្លន់ហើយមិនបានទេទោះបីជាយ៉ាងណាក៏ដោយក្នុងបង្អែកដ៏ធំគឺចាងជីមីម្នាក់នេះខ្ញុំត្រូវតែតង់ឲ្យជាប់បើអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយប៉ុន្តែមុននឹងខ្ញុំទៅខ្ញុំនៅតែចង់ក្រានរំលឹកដល់លោកមួយម៉ាត់ថ្នាំបើកម្លាំងពិសេសដែលលោកកំពុងលេបនោះឈប់លេបទៅវាមិនអាចព្យាបាលជំងឺខ្សោយតម្រងនោមលោកព្យាបាលបញ្ហាគ្មានកូនរបស់លោកបានឡើយអាមសៀតនេះឯងនិយាយផ្ទះផ្ដាស់ស្អីហ្នឹងលោកចាងលោកកុំតន់អាខឹងជំងឺរបស់លោកខ្ញុំអាចព្យាបាលបានសូម្បីតែប្រពន្ធខ្ញុំក៏មិនដឹងរឿងថានេះដែរយ៉ាងម៉េចក៏វាសឹកប្រវត្តិខ្ញុំមែនទេមិនមែនទេខ្ញុំគ្រាន់តែប្រើវិធីសាស្ត្រមើលរបស់ពេទ្យបុរាណប៉ុណ្ណោះជំងឺរបស់លោកគ្រាន់តែមើលក៏ខ្ញុំដឹងដែរប៉ុន្តែដើម្បីដឹងកាន់តែច្បាស់ខ្ញុំត្រូវតែចាប់ជីបចូលមើលសិនចាប់ជីបចូលអេបានខ្ញុំទុកឱកាសឯងម្ដងពិតជាដូចអ្វីដែលខ្ញុំគិតមែនប៉ុន្តែលោកចាងជំងឺខ្សោយតម្រងនោមរបស់លោកមិនមែនបណ្ដាលមកពីការរួមភេទច្រើនគឺបណ្ដាលមកពីជាតិពិសេសជាពីកំណើតលោកចាងលោកកើតមិនគ្រប់ហេតុត្រូវទេប្អូនប្រុសមិញនេះគឺបងខុសហើយបងមិនគួរណាមើលមនុស្សតែសម្បកក្រៅនោះទេមើលឃើញជំងឺមិនទាន់ចាត់ទុកថាពូកែទេតតែព្យាបាលជាទើបចាត់ទុកថាពូកែលោកចាងតើលោកអាចអនុញ្ញាតឲ្យខ្ញុំចាំចូលវិជាសាស្ត្រពីវិញចូលបានទេបងប្រុសមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍ថាពេញទាំងរាងកាយពោពេញទៅដោយធម្មពលបងស្រីមីមើលទៅលើប្រហែលជាចិត្តមានអូនប្រុសឬប្អូនស្រីហើយមើលទៅលើប្រហែលជាចិត្តមានអូនប្រុសឬប្អូនស្រីហើយយ៉ាខ្ញុំ
ខ្ញុំមានអារម្មណ៍ថា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 លើចិត្តមានអូនប្រុសឬអូនស្រីហើយនិយាយលេងទៅបានទេសៀវយាយតើខ្ញុំជាសះស្បើយហើយមែនទេយប់នេះសាឡបងទៅដឹងហើយឯងនេះណាក្មេងសោះនិយាយស្ដីគ្មានទើសក្បាលនរណាទេលោកអភិបាលស្រុកកុំប្រកាន់អីខ្ញុំអ្នកស្រែចម្ការទម្លាប់និយាយត្រង់បែបនេះឯងប៉ុន្តែជំងឺរបស់លោកនេះណាត្រូវការចាក់ចូល6ថ្ងៃទៀតទើបអាចកម្ចាត់ជាតិពិសិដ្ឋជាក់ក្នុងខ្លួនឲ្យអស់រលីងបានចុះជំងឺរបស់លើតើឯងអាចព្យាបាលជាទេខ្ញុំត្រូវតែឃើញអ្នកជំងឺផ្ទាល់ភ្នែកសិនអាចដាក់វិធីព្យាបាលបានតោះយើងឡើងទៅលើខ្ញុំប្រាប់ហើយតើខ្ញុំមិនទៅពេទ្យទេខ្ញុំមិនទៅទេធ្វើឲ្យឯងអស់សំណើចហើយលេលើយើងមិនទៅពេទ្យទេកូនមើលនោះនរណាមកលេងបងស្រីអ៊ូមេនាងមកលេងហីលេលើបងមកសួរសុខទុក្ខឯងនឹងណាបងស្រីអ៊ូចុះម្នាក់នេះជានរណាប្តីរបស់បងអេម្នាក់នេះជានរណាប្តីរបស់បងអេបងចង់ដែរនឹងតែគេមិនព្រមមិនមែនទេបងចង់ដែរនឹងតែគេមិនព្រមបងចង់ដែរនឹងតែគេមិនព្រមបងចង់ដែរនឹងតែគេមិនមែនទេខ្ញុំចង់និយាយថាឯងនេះមិនក៏មិនចេះមើលស្ថានភាពសោះអញដឹងទេថាបងស្រីអ៊ូជានរណាគាត់គឺជាម្ចាស់សន្តាគារសានសៀងវិញទូណាឱកាសបានតោងជំទាវអ្នកមានអញគួរតែចេះចាប់យកទៅដឹងទេលេលើនិយាយស្អីចឹងបងស្រីមិនមែនបងមិនចង់ទេមកពីក្រពះបងអោពេកមិនចេះស៊ីបាយទុនតោងស្រីទេលេលើបងប្រុសម្នាក់នេះជាគ្រូពេទ្យបុរាណគាត់មកទីនេះដើម្បីព្យាបាលជំងឺឲ្យឯងខ្ញុំមិនយកទេខ្ញុំដឹងថាជំងឺរបស់ខ្ញុំព្យាបាលមិនជាទេពួកអ្នកកុំមកចំណាយពេលឥតប្រយោជន៍អីយកបែបនេះទៅលេលើឯងទុកពេលឲ្យបងព្យាបាល5ថ្ងៃបើសិនជា5ថ្ងៃក្រោយទើបណាក៏ជំងឺរបស់ឯងនៅតែមិនចុះទេនោះបងនឹងរត់ស្រាតជុំវិញស្រុកឡៃមិននេះហ៊ានទេបានខ្ញុំទុកឱកាសឲ្យអ្នកបើអ្នកធ្វើមិនបានអ្នកត្រូវរត់ស្រាតជុំវិញស្រុកហើយត្រូវស្រែកថាពួកខ្ញុំជាពេទ្យកម្រិតតិចគ្មានបញ្ហាប៉ុន្តែក្នុងរយៈពេល5ថ្ងៃនេះអញត្រូវតែសហការព្យាបាលជាមួយបងឲ្យបានល្អយល់ព្រមទេមកធូបដៃសន្យាអ្នកចាញ់ច្បាស់ហើយប្អូនប្រុសសៀវយេពិតជាសុំទោសខ្លាំងណាស់តាមពិតពួកយើងគួរតែអង្វរឯងមកព្យាបាលលើទេតែមើលចុះខ្ញុំដឹងថាលើនាងខ្លាចការព្យាបាលខ្ញុំមិនទុកដាក់ក្នុងចិត្តទេស្អែកនេះវេលាម៉ោងកន្លែងខ្ញុំនឹងមកម្ដងទៀតបានពួកយើងរងចាំឯងបានហើយបងស្រីអ៊ូតោះយើងប្រញាប់ទៅទិញឡានឯងមើលវិឆ័ត្របន្តិចទៅបងបានផ្ញើវីដេអូឲ្យឯងហើយគឺជាវីដេអូកាមេរ៉ាសុវត្ថិភាពដែលអាចចាប់លៃទៅរករឿងឯងថ្ងៃមុនក្រែងលោថ្ងៃក្រោយវាទៅរករឿងឯងទៀតឯងប្តឹងប៉ូលីសទៅមានវីដេអូនេះជាភស្តុតាងវាកិច្ចមិនរួចទេល្អតើបងស្រីអ៊ូអរគុណបងស្រីអ៊ូខ្លាំងណាស់បងពិតជាបងស្រីបានហើយកុំមកបញ្ចូលអីអូយល្អណាស់ល្អណាស់ឡាននេះស្អាតមែនសៀវយាយឡាននេះទិញអស់ប៉ុន្មានដែរ200,000 យ៉នយ៉ាងម៉េចដែរល្អណាស់ល្អណាស់សៀវយាយឥឡូវនេះកូនមានមុខរបរការងារត្រឹមត្រូវហើយតើគួរតែគិតគូររកចាក់ឲ្យម៉ែប្រុសហើយឬនៅម៉ែខ្ញុំទើបតែ21ទេប្រញាប់ធ្វើអីអាយុពិត21អាយុនៅក្នុងពោះ22ឆ្លងឆ្នាំទៅ23ចូលឆ្នាំចិន24គិតទៅគិតមក25ខ្ទង់25មួយឆ្នាំទៀត27ហើយបុកចុះបុកឡើងជិត30ហើយណានៅថាមិនប្រញាប់ទៀតម៉ែសំណាងហើយដែលម៉ែមិនមែនជាអ្នកអញ្ចឹងទេម៉ែច្បាស់ជាដាច់ខាតម៉ែមិនដឹងទេកូនត្រូវតែរកសង្សារបានមួយឃើញថាកូនរានក៏មិនអន់ដែរជីម៉ែមិនស្គាល់ខ្ញុំទេហីម៉ែខ្ញុំមិនស្គាល់ម៉ែទេម៉ែថាកូនរានល្អណាស់គេជានិស្សិតសាកលវិទ្យាល័យគេមើលឃើញខ្ញុំឯណាជីឥឡូវនេះមិនដូចពីមុនទេណាកូនប្រុសម៉ែមានកំណត់ហើយតើម្យ៉ាងទៀតម៉ែឃើញកូនរានហាក់ដូចជាមានចិត្តលើកូនមិនតិចទេណាកូនត្រូវឧស្សាហ៍តាក់ទងនាងដឹងនៅដឹងហើយចាំខ្ញុំរវល់ចប់ខ្ញុំនឹងទៅតាក់ទងនាងបាននៅសម្រេចតាមនឹងចោះសៀវយាយអញពិតជាពូកែខ្លាំងណាស់មិនដឹងថាត្រូវអរគុណឯងរបៀបណាទេសៀវយាយខ្ញុំពិតជាអរគុណខ្លាំងណាស់
ខ្ញុំពិតជាអរគុណខ្លាំងណាស់សៀវយេខ្ញុំពិតជាអរគុណខ្លាំងណាស់សៀវយេអញពិតជាពូកែខ្លាំងណាស់សៀវយេអញពិតជាពូកែខ្លាំងណាស់ខ្ញុំមិនដឹងថាត្រូវអរគុណឯងរបៀបណាទេសៀវយេអញដឹងទេខ្ញុំនាំលើទៅពិនិត្យគ្រូពេទ្យភ្ញាក់ផ្អើលគ្រប់គ្នាគេថាគ្រប់ផ្នែកទាំងអស់របស់នាងគឺត្រឡប់មកធម្មតាទាំងស្មានថាពីមុនមកគឺពិនិត្យខុសទៀតផងជាសេះស្បើយគឺល្អហើយលើយ៉ាងម៉េចដែរបងប្រុសមិនបានកុហកអញទេមែនទេអរគុណបងប្រុសលីងយេចាំដល់ពេលខ្ញុំធំឡើងខ្ញុំច្បាស់ជារៀបការជាមួយបងមិនខានក្មេងឈួតសម្ដីនេះហាមនិយាយផ្ដេសផ្ដាសណាខ្ញុំឃើញនៅក្នុងរឿងប្រឡំលោកគេសរសេរបែបហ្នឹងតើគុណបំណាច់ជួយជីវិតគ្មានអ្វីតបស្នងមានតែយកខ្លួនមកសងគុណប៉ុណ្ណោះសៀវយេអញគឺជាអ្នកមានគុណជួយជីវិតកូនស្រីខ្ញុំត្រូវតែតបស្នងសងគុណឯងអញអាចស្នើសុំសំណូមពរមួយមកខ្ញុំបានឲ្យតែស្ថិតនៅក្នុងសមត្ថភាពរបស់ខ្ញុំមិនបដិសេធដាច់ខាតបងប្រុសចាងសំណូមពរអ្វីក៏បានមែនទេត្រូវហើយឲ្យតែមិនខុសច្បាប់អ្វីក៏បានដែរបងប្រុសចាងបើអញ្ចឹងខ្ញុំចង់បានផ្លូវមួយខ្សែហេបាទគឺផ្លូវមួយខ្សែដែលភ្ជាប់ពីភូមិហើភីងទៅកាន់ទីរួមខេត្តផ្លូវភូមិខ្ញុំវាពិបាកធ្វើដំណើរពេកវាធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍអញមិនគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួនបែរជាមកសុំផ្លូវឲ្យអ្នកភូមិទៅវិញគេតែនិយាយថាអ្នកមានមុនជួយអ្នកមានក្រោយខ្ញុំមានតែម្នាក់ឯងមានន័យអីតើតែមានទាំងអស់គ្នាទើបហៅថាប្រសើរម្យ៉ាងទៀតតើតែមានផ្លូវទើបងាយស្រួលអភិវឌ្ឍបើមិនអញ្ចឹងខ្ញុំរកស៊ីមិនកើតល្អណាស់សមិទ្ធលីងយេការយល់ដឹងរបស់ឯងពិតជាខ្ពង់ខ្ពស់ណាស់សំណូមពរមួយនេះខ្ញុំយល់ព្រមហើយថ្ងៃនេះដែលប្រមូលផ្ដុំបងប្អូនមកកាន់ដើម្បីធ្វើពិធីកោតសរសើរដល់សមិទ្ធលីងយេក្រោមការខិតខំប្រឹងប្រែងរបស់សមិទ្ធលីងយេភូមិហើភីងរបស់យើងត្រីនាពេលបច្ចុប្បន្នគឺអាចលក់បានក្នុងតម្លៃ20យ៉នក្នុង1គីឡូហើយប្រេងតែក្នុងភូមិយើងក៏លក់បានក្នុងតម្លៃ70យ៉នក្នុង1គីឡូតែប៉ុណ្ណោះក៏សេដ្ឋផលទាំងអស់នៅក្នុងភូមិរបស់យើងតម្លៃសុទ្ធតែកើនឡើងទ្វេដងទាំងអស់នេះគឺបានមកពីគុណបំណាច់របស់សមិទ្ធលីងយេសៀវយេអញពិតជាពូកែណាស់សៀវយេល្អខ្លាំងណាស់អាចនិយាយបានថាសមិទ្ធលីងយេគឺជាក្តីសង្ឃឹមរបស់ភូមិហើភីងយើងនិងជាអនាគតរបស់ពួកយើងលោកមេភូមិលោកនិយាយធ្ងន់ពេកហើយខ្ញុំមិនហ៊ានទទួលទេមានអីមិនហ៊ានទទួលខ្ញុំថាឯងសំនឹងទទួលបានណាសំនឹងទទួលបានស្អីទៅលីងយេគឺជាអាមនុស្សមកពីចិត្តអាក្រក់វាបោកប្រាស់អ្នកទាំងអស់គ្នាទេឈិនមេងយ៉ាវនាងមកបង្ករឿងស្អីហ្នឹងខ្ញុំមិនមែនមកបង្ករឿងទេខ្ញុំមកនេះគឺដើម្បីបាក់មុខអាលីងយេអ្នកទាំងអស់គ្នាកុំចាញ់បោកវាឲ្យសោះវាគឺជាពួកឈ្មួញកណ្ដាលកេងប្រវ័ញ្ចស៊ីសាច់ហត់ឈាមឈិនមេងយ៉ាវនាងកុំមកនិយាយផ្ដេសផ្ដាស់នៅទីនេះចុះទៅវិញទៅលោកមេភូមិលោកចង់បិទមាត់ខ្ញុំមែនទេខ្ញុំប្រាប់ទៅចុះថាមិនអាចទេមិនអីទេលោកមេភូមិទុកឲ្យនាងនិយាយទៅខ្ញុំចង់ដឹងដែរថានាងអាចនិយាយបានស្អីខ្លះតើអ្នកទាំងអស់គ្នាដឹងទេថាលីងយេយកត្រីនិងប្រេងតែទៅលក់ឲ្យសន្តាត្រីលក់បាន30យ៉នប្រេងតែលក់បាន90យ៉នប៉ុន្តែវាមកទទួលទិញពីពួកអ្នកត្រីឲ្យតែ20យ៉នហើយប្រេងតែឲ្យតែ70យ៉នតែប៉ុណ្ណោះថាម៉េចមនុស្សអាក្រក់នឹកស្មានមិនដល់ថាអាក្រក់បែបនេះសោះខំតែជឿជាក់លើវាកន្លងមកហេតុពេកហើយតាមពិតពួកយើងចាញ់បោកវាសោះសុទ្ធតែជាអ្នកភូមិជាមួយគ្នាហ៊ានលួចលុយអ្នកភូមិអញទៀតអីមិនក៏ចិត្តខ្មៅម្លេះពួកយើងដោយសារតែដឹងរឿងនេះហើយទើបត្រូវអាលីងយេវីស្ទើស្លាប់ស្ទើររស់ដេកសន្លប់នៅពេទ្យអស់កន្លះខែទើបតែដឹងខ្លួនពីម្សិលមិញនេះទេវីមនុស្សសន្លប់ទៀតអីហ៊ានទាំងវីមនុស្សទៀតមិនឆ្ងល់ទេដែលមិនព្រមទទួលទិញប្រេងតែរបស់ផ្ទះចិនវិញយ៉ាងពិតរឿងវាអញ្ចឹងសោះត្រូវហើយមិនឆ្ងល់ទេបងប្អូនទាំងអស់គ្នាកុំចេះតែស្ដាប់ពាក្យគេចាប់លេងនឹងបាក់ពួកវាពីមុនយើងធ្វើបាក់ទូរស័ព្ទមួយយ៉ាងមិនខ្លះហើយលីងយេត្រូវជាប់គុកដោយសាររឿងអីក្នុងចិត្តអ្នកទាំងអស់គ្នាមិនដឹងច្បាស់ទេអីចុះវាយ៉ាងម៉េចវិញលីងយេស៊ីកំរៃជើងសាគឺជារឿងពិតដែលមិនអាចប្រកែកបានវាយកលុយញើសឈាមរបស់ពួកអ្នកទៅរស់នៅយ៉ាងសុខស្រួលពួកអ្នកនៅការពារវាទៀតអីត្រូវហើយឆាប់សងលុយមកវិញយកលុយអ្នកភូមិមកវិញភ្លាមអ្នកទាំងអស់គ្នាមើលនោះប៉ូលីសមកចាប់អាឈ្មួញកណ្ដាលលីងយេនោះហើយអាឈ្មួញនេះមិនរួចខ្លួនទេលោកអភិបាលស្រុករ៉េងឆៃឆូលោកមកទីនេះមានការអីដែរ
ពួកយើងមកកំដរថ្នាក់ដឹកនាំចុះមកសួរសុខទុក្ខសូមបងប្អូនជួយសម្រួលផ្លូវផងជួយអាចខាងបន្តិចលោកអភិបាលស្រុកសូមប្រយ័ត្នផ្លូវដើរផងនេះមិនមែនជាលោកអភិបាលស្រុកឡើយមែនទេហីខ្ញុំធ្លាប់ឃើញគាត់នៅក្នុងទូរទស្សន៍ហីគឺគាត់នឹងហើយលោកអភិបាលស្រុកលោកច្បាស់ជាបានឮថាលោកនិយាយដើម្បីយកយុទ្ធសាស្ត្រមែនទេយើងមែនទេចិនមែនយ៉ាងនាងកុំនិយាយផ្ដេសផ្ដាសនៅចំពោះមុខថ្នាក់ដឹកនាំចុះទៅវិញទៅខ្ញុំមិនចុះលោកអភិបាលស្រុកមកដល់ហើយគាត់ច្បាស់ជារកយុទ្ធធម៌ឲ្យពួកយើងហើយភូមិគុំសង្ឃឹមថានឹងបិទមាត់ខ្ញុំបាននេះតើមានរឿងអីកើតឡើងលោកអភិបាលស្រុកលោកមិនដឹងទេអាលីននិយាយនេះដើម្បីបំពេញចិត្តខ្លួនឯងដើម្បីចង់រស់នៅឲ្យបានស្រួលវាហ៊ានស៊ីកម្រៃជើងសារពីពួកយើងច្រើនណាស់ជាលុយញើសឈាមរបស់ពួកយើងណាបើអញ្ចឹងវាចម្លែកហើយឈ្មោះកណ្ដាលដែលចិត្តអាក្រក់បែបនេះហើយអ្វីក៏សុខចិត្តសុំផ្លូវមួយខ្សែភូមិហឺភីងទៅវិញឈ្មោះកណ្ដាលដែលចិត្តអាក្រក់បែបនេះហើយអ្វីក៏សុខចិត្តសុំផ្លូវមួយខ្សែភូមិហឺភីងទៅវិញលោកអភិបាលស្រុកនេះមានន័យថាម៉េចសមិទ្ធលីងយេដោយសារតែបានសហការជាមួយសន្តាគារសានសៀងមីងនឹងបានជួយលោកប្រេងតែរបស់ភូមិហឺភីងនិងផលិតផលត្រីព្រមទាំងរបស់រំការអភិវឌ្ឍជនបទក្នុងស្រុកឡៃមិញនិងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងបន្ទាប់ពីថ្នាក់ដឹកនាំបានដឹងរឿងនេះហើយក៏បានជួបគាត់ប៉ុន្តែគាត់មិនបានទាមទារផលប្រយោជន៍សម្រាប់ខ្លួនឯងទេផ្ទុយទៅវិញគាត់បែរជាសុំឲ្យថ្នាក់ដឹកនាំជួយសាងសង់ផ្លូវមួយខ្សែឲ្យភូមិហឺភីងទៅវិញកាលនោះពិតជាមិនខ្មាស់ដែលជាកូនប្រុសខ្ញុំមែនខ្ញុំបានសួរទៅសមិទ្ធលីងយេថាហេតុអ្វីសមិទ្ធលីងយេបាននិយាយថាអ្នកមានមុនជួយអ្នកមានក្រោយមានតែម្នាក់ឯងមានន័យអីតើតែមានបានទាំងអស់គ្នាទើបហៅថារឿងដ៏ប្រសើរត្រូវហើយនិយាយបានត្រឹមត្រូវណាស់គឺត្រូវតែបែបហ្នឹងហើយនិយាយសមហេតុផលណាស់សមិទ្ធលីងយេមានការយល់ដឹងខ្ពស់ណាស់ក្រោយពីបានប្រជុំពិភាក្សារួចមកគម្រោងសាងសង់ផ្លូវគឺត្រូវបានអនុម័តជាផ្លូវការហើយថ្ងៃនេះដែលពួកយើងមកទីនេះគឺដើម្បីប្រគល់ពានរង្វាន់គបគុណដល់សមិទ្ធលីងយេសមិទ្ធលីងយេសង្ឃឹមថាឯងនឹងមិនភ្លេចនៅគោលបំណងដើមរបស់ខ្លួនលោកអភិបាលស្រុកទុកចិត្តចុះខ្ញុំនឹងដឹកនាំភូមិហឺភីងឲ្យរីកចម្រើនធំធាត់និងឆ្ពោះទៅរកភាពរុងរឿងទាំងអស់គ្នាល្អបែបនេះទើបល្អចំពោះពិធីបើកការដ្ឋានសាងសង់ផ្លូវមានគេចុះមកតាក់ទងជាមួយភូមិហើយបើអញ្ចឹងពួកយើងសូមទៅវិញសិនហើយចាវលីខ្ញុំដឹងបាត់ទៅហើយថាជាស្នាដៃឆ្កែចាស់ដូចជាឯងតែមកនិយាយផ្ដេសផ្ដាសនៅទីនេះចាវលីខ្ញុំដឹងបាត់ទៅហើយថាជាស្នាដៃឆ្កែចាស់ដូចជាឯងតែមកនិយាយផ្ដេសផ្ដាសនៅទីនេះចិនមែនយ៉ាងនាងគឺជាស្រីដែលមានចិត្តគំនិតស្មោកគ្រោកដើម្បីចង់តោងមេឈើខ្ពស់ហ៊ានទាំងធ្វើសាក់សេខ្លាយធ្វើឲ្យសៀវយាយត្រូវជាប់គុកអស់រយៈពេល2ឆ្នាំលីងយេអញចេះតែចោទប្រកាន់ខ្ញុំហើយឈិនមេងយ៉ាវថាខ្ញុំចោទឬមិនចោទក្នុងចិត្តនាងដឹងច្បាស់ជាងគេហើយកាលនោះខ្ញុំមិនគួរជួយនាងសោះនរណាប្រោយឯងជួយទៅចាវលីគេមកញ៉ែខ្ញុំមកពីគេពេញចិត្តខ្ញុំតាគឺមានតែឯងនឹងស្ទើរតែបំផ្លាញអនាគតរបស់ខ្ញុំទៅហើយមីស្រីមិនចេះខ្មាស់គេកាលនោះនាងនឹងសៀវយាយនៅមិនទាន់បែកគ្នាផងនាងធ្វើបែបនេះមិនចេះខ្មាស់សៀវយាយខ្លះទេហីមនុស្សត្រូវចេះរកកន្លែងខ្ពស់ទឹកត្រូវតែហូរទៅកន្លែងទាបម្យ៉ាងទៀតលីងយេល្អត្រង់ណាទៅមិនមែនវាលោកឧត្តមពឹកស៊ីកម្រៃជើងសារពីពួកអញទេហីមិនថាប្រេងតែរបស់ភូមិហឺភីងលោកបានប៉ុន្មានក្នុង1គីឡូទេលីងយេចំណេញប៉ុន្មាននោះគឺជាសមត្ថភាពរបស់គេបើសិនជាគ្មានលីងយេទេប្រេងតែរបស់ពួកយើងបានត្រឹមតែទុកចោលក្នុងផ្លូវអាចលក់ចេញបានឡើយហើយក៏មិនអាចលក់បានដល់តម្លៃ70យ៉នដល់ថ្លៃបែបនេះដែរត្រូវហើយលីងយេគេពិតជារកលុយបានខ្លះមែនប៉ុន្តែគេរកបានហើយគេមិនភ្លេចកំណើតទេគេរកថ្នាក់ដឹកនាំស្រុកដើម្បីសុំធ្វើផ្លូវនេះគឺជាបុណ្យកុសលដ៏ធំធេងណាស់អញទៀតចាប់លៃអាងតែគ្រួសារមានអំណាចមានលុយមួយថ្ងៃដេកស៊ីមិនធ្វើការដើរតែរករឿងគេបើសិនជាមិនមែនសៀវយាយជាមនុស្សពូកែហើយបានចេញពីគុកមុនកំណត់ទេនោះម្ល៉េះសំគ្មាននរណានាំពួកយើងរកផ្លូវមានបានដូចពេលនេះទេត្រូវហើយសម័យនេះទៅហើយអ្នកណាធ្វើជំនួយមិនយកចំណេញខ្លះបើសិនជាអញវិញប្រហែលជាស៊ីលើសលីងយេខ្លាំងជាងនេះទៅទៀតផងសៀវយាយដើម្បីភូមិយើងគេដឹកប្រេងនឹងត្រីចេញទៅលក់មិនគិតថ្លៃសាំងមិនគិតហានិភ័យចំណេញប៉ុណ្ណឹងឲ្យគេយកទៅឲ្យគេចំណេញទៅបងប្អូនទាំងអស់គ្នាសូមស្ងាត់បន្តិចបើសិនជាបងប្អូនយល់ឃើញថាខ្ញុំយកកម្រៃជើងសារនេះវាខុសចាប់ពីថ្ងៃនេះទៅខ្ញុំជប់ទទួលទិញកសិផលទៀតហើយបងប្អូនអាចដឹកជញ្ជូនដោយខ្លួនឯងយកទៅលក់នៅទីផ្សារដោយខ្លួនឯងចុះខ្ញុំមិនមានពាក្យអ្វីពួកយើងទៅដល់សន្តាគារគេក៏មិនប្រកាសថាទទួលទិញពួកយើងដែរហើយការរកស៊ីនេះអញជាអ្នកនិយាយបានមកតើគេច្បាស់ជាចង្អុលដាក់លីងយេហើយអាចចាប់លេងនេះសំតែញាប់វាហ៊ានមកកាត់ផ្លូវរកស៊ីរបស់យើងផងវាឲ្យមកទៅវាដាក់វា
vi từ, vi ở ngọc từ, bàn hơi, chúc vi từ, bàn hơi, chúc vi từ hơi, vi con mình hiến thua tiệt đài. Siêu gì? Ní cứ chỉ cùng rộng thanh cap xanh tiết để khiêm vài mờ từ, vô dàn mệt đá. Min bong say u đã chỉ nhẹ trùng núi đập của cái chăm chui bạc lâu bạn này. Ngay ba crom hôn bác chi một đó chạm ní mình khàn. Nì giấy tam trong tay cho, bây giờ anh vậy thà anh trăng ba crom hôn nè, bong bất chi miên cap nhập ở khang nè. Bong nơi chăm bàn thà cap bị bấy khai mồn. Anh nơi chi một tô cảnh cha. Nơi đa lụ tray nơi mốc sần thà kia nơi lợi tề. Kron tại mũi public này sao? Anh ai bạc ban tiền crom hôn nâng rong chặt tiệt phòng. Nút còn đợi xa tại bong say u đó là cá hỏi khiêm đại tài. Min cùng nết nâng miên phiệt là han đôi chị anh bạn này. Tu bây chỉ từ chút nồng na quả đòi, có công tay chốt chơi đài. Siêu về. Anh bạc bong tam trong một mờ. Ai lời ní anh miên lôi to luôn quần màn hái. Độ lôi đã trơ vì nhiều không crom hôn trên nhà. Lôi xuất nơi không công được bọc nhom, nơi sọ. Pram liên do này nọ. Tham mấy. Ca sang song crom hôn ca sĩ cam hợp hình nì. Yang hỏi nát có trơ miên một bay liên giòn đài. Rồi dạ bê trâm tay quần màn khai sọ. Anh ai rục lôi ban chan đọt nạn ấy. Cứ mua rồi dạ trong trò ní. Khi ban promo thôn thiên bị phun đài nơi bài phun hợp hình chẳng ọ. Hai cậu ban lai lục tam online phòng đài hai miệng tí bốc xong chỉ mùi nâng cáp sọc sai clam phòng nụ tấp lôi chết tại hô châu một lươn bàn nâng tử. Khmên chùm nón cào bất chi bù kè mèn. Ca bong nơi ở quần anh như nè. Bong mình miên mà tập hiệp khang đôi anh chẳng tệ. Mơ tờ. Cáp nó rồi bong lực nít cứ đặt trời hời. Miên bong say ú thua chỉ không một ai ở thiên bài nì. Khiêm mình khai được vậy chẳng ọ. Bàn hai bong say ú. Ba mình miên ca ai tệ khiêm xong tờ sần hời. Cú đần đần rồi bọc khiêm cùng bong tè rong trăm khiêm nơi thằng tròn nâng nè. Cho bị lươn dạng nâng ấy. Pena tơ ban thật xa cả nâng. Nơi du tiết na bong. Sus đây nhẹ tèm pi. Ta trong ban ở vậy đại tê chá. Khiêm trong mơ cả bột. Trong ban một để mơ tơ du vậy bẩn tịch. Cha sa bàn. Số mình trên một hàng ní. Po tiền ở ní sốt tay chỉ một để so sát làng nè. Nhạc ní mơ sân tơ ta bên chất mùi nà đấy. Siran. Ôn rơ mơ tơ. Một mùi ní cứ chỉ một mấy % năm rồi bỏ giường. Phật lang pi spy cô sốt giang lọ. Hai đứa chân là lang đời nhạc y sang đời bây là ban tiệp hỏng. Bất chi sắp xong nâng ôn khlang nè. Ta cả bộ mùi ní đầm lại quần màn đấy. Đầm lại một bay mơn nhọn cha. Một bay mơn ấy. Khiêm kịch hà. Khiêm mơ một sen sân cha sa bàn. Nhạc ní mơ một sen sân tờ trà. Mình bắt nè nón prapu vịt tề. Pi nhạc ní cứ chia à nhạc rock min lùi tề. Tu bây chỉ mơ một ngày có min lùi tên đài. Khan chúc ni du hai ta nọ. À nhạc sài. Trong tiếng cả bộ pren dọc tờ ụt kê đài hệ. Chân mềm nhào. Niên nơi min một chục khiêm tiệt ấy. Khiêm cứ chịp nhiều vệt nè. Khiêm trong tờ tì na chỉ riêng rồi bọc khiêm ta. Nhẹ lúc. Cả bộ mùi ní khiêm dọc hài. Nhị dây anh chân. Chui đinh à nhạc rồi pi nhạc ní trên tờ cào ở phòng. Trên tờ. Thông khlen co rồi bọc bộ ảnh. Thưa ở khiêm khuyên à rõng tên ấy ván so. Xông tô na nhẹ nghiêng. Châu một đầu hàng hai cứ chịp nhiều. Phu dưỡng mình ai đến phiêu bản tề. Khiêm cứ chịp nhiều vết rồi bọc hang nhẹ nà. Nhưng hiến thưa ở khiêm tơ chất đời sát tại à nhạc rồi pi nhạc nằng ấy. Tờ hai nhạc rục rong rồi bọc niên một liềm. Khiêm nằng ở kê bản đến nhìn trên. Lọ ta space à. Anh chấn rồng khang niên bản tịch hài. Chui hai nhạc rục rong một tí ní bản tịch một. Khiêm trong đằng nà. Tha nụ nà kê đặt ra kê đến trên nút. Liên về. Bà sân chỉ khiêm chị anh về nà. Khiêm mình nơ ở kê mơ nghỉ tề. Mà lấy xong rồi cần tôi khuyên bát du hài. Công pra nhà pê. Bản tịch tiết bác chỉ mi nhạc rồi cần tôi khuyên nằng khang. Nhạc nghiêng chân. Sus đây à tê tê chôn tiền ọc nè. Nhạc rục rong lang. Lục một ban lọ nà. Bốc lực lúc mùi nì. Mình chết mơ sang ca so. Tên nhìn trên nhẹ lờ ni phliềm. Hai mì yang tiết. À nhạc sai pi nhạc nì. Còn bóng tay đồng khan à rõm tên ấy van rồi bọc nhom. Rồi nhập đến phụ vía trên tờ ở lươn tờ. Nhạc nghiêng chân. Nì. Thưa bạn nít đôi chỉ không nâng chibab hàng hài. Chibab thế. Khiêm nâng hai chỉ chibab. Lục lệch hai miền tây thạc khiêm chừng này lôi nơi tin nít bẩn màn không mùi năm. Lục lệch hai miền tây thạc sẵn sàng rồi bọc khiêm chi nổ nà. Chân mềm nhào. Nhạc rục rong lang có chỉ nhạc phơi ca si bạc hai kề đài. Hai đứa bảy trăm bát ăn ẩm nát mọc sừng cọt kê bài nít. Khiêm ăn ẩm nát sừng cọt kê chân hài. Giang mét. Và anh cụ kè. Anh phơi được khiêm đại tử. Tại cụ ở đài. Anh khiêm không bằng ai. Miên đại phiệp không ngất bẩn nọ. Ô. Ban này hà. Ôi tay nổ nà. Miên ẩm nát chiên nổ nà. Nhạc nút miên sức chôn nơi tí nít trơ tế. Nút bạc cọt hài. Lọ. Anh chấm miên ác trên tờ bàn hời. Niku. Cát mà cha phiệ hôn. Xong bấy tại nhóm con mình đại khơi đài. Cát phiệ hôn ấy tớ. Mới tại bao vía toan tại chị à nhạc tô trên bị cục sọ. Tờ dọc lôi ảnh một chỗ hôn nút. Ha. Bà sân chỉ cát mùi nít chia rồi bọt tật nà. Nhóm nâng lô trùng công vi trên bị tì nì. Cát mùi nít anh dọc vì tử. Nóm xong xa anh tờ tên ca đô sát khla tử. Xa tùm nợp lại bài nì. Tư miên phiệ hôn rồi bọt bòng. Căng cát phiệ hôn mùi nít tử.
អាចបញ្ចុះតម្លៃបានច្រើនណាស់អរគុណបងស្រីអ៊ូអ្នកនាងឈិនយោងតាមបញ្ជារបស់ម្ចាស់ភាគហ៊ុនចាប់ពីថ្ងៃនេះទៅអ្នកលែងជាសមាជិករបស់ហាងយើងទៀតហើយហាងទាំងអស់ដែលស្ថិតនៅក្រោមផ្សារទំនើបនេះនឹងមិនស្វាគមន៍អ្នកទៀតឡើយសូមអ្នកនាងចាក់ចេញពីទីនេះឥឡូវនេះថាម៉េចឯងនិយាយទេផ្ដាឈិនមេងយ៉ាវឥឡូវនេះនាងអាចលុតជង្គង់ហើយវាចេញទៅក្រៅបានទេមិនអាចទៅរួចទេកាត់មួយនេះកាត់នេះច្បាស់ជាអាលីងយេវាលួចគេមកមិនខានពួកលោកកុំចាញ់បោកវាឲ្យសោះណាវាគ្រាន់តែជាអាអ្នកទុំមួយក្បាលទេសន្តិសុខលេងខ្ញុំទៅអតិថិជនវិបទាំងពីរសូមទោសផងដែលធ្វើឲ្យលោកអស់សំណើចហើយថ្ងៃនេះទំនិញទាំងអស់នៅក្នុងហាងយើងនឹងបញ្ចុះតម្លៃ 30% ជូនលោកទាំងអស់សូមអញ្ជើញរើសតាមចិត្តចុះបាទអញ្ចឹងយកមួយនឹងចុះចាស់សបានមិនបានទេការបូកនេះថ្លៃពេកហើយមិនថ្លៃទេសម្រាប់អូនគឺវាស័ក្តិសមបំផុតសៀវយេថ្ងៃនេះអូនសប្បាយចិត្តខ្លាំងណាស់គ្រាន់តែថាធ្វើឲ្យបងអស់លុយច្រើនពេកអូនចេះតែក្រែងចិត្តបងបើសិនជាអូនមានអារម្មណ៍ថាក្រែងចិត្តនោះអញ្ចឹងថាបងមួយសើចមកនៅខាងក្រៅនៅឡើយទេខ្មាស់គេងាប់ហើយលីងយេនៅមិនឆាប់លើកជង្គង់ចុះទៀតពួកឯងជាអ្នកណាគឺជាអ្នកដែលមកយកជីវិតឯងលីងយេអញបានធ្វើឲ្យមនុស្សមិនគួរធ្វើឲ្យខឹងហើយប្រញាប់លុតជង្គង់ភ្លាមអូពួកឯងគឺជាមនុស្សដែលអាចចាប់លេខបញ្ជូនមកមែនទេកុំនិយាយច្រើនឆាប់លុតជង្គង់ភ្លាមបើមិនអញ្ចឹងទេយើងនឹងសម្លាប់ឯងពួកអាសម្រាមអស់នេះបើសិនជាមិនខ្លាចធ្វើឲ្យបងស្រីរ៉ានភ័យទេនោះខ្ញុំដើរមួយដៃឲ្យឃ្លៀតមួយហើយសៀវយេពួកយើងគួរធ្វើម៉េចទៅកុំបារម្ភអីអូនទៅចាំបងនៅលើឡានសិនទៅណាមិនអីទេមកនេះមកចំណតឡានសារទំនើបឡាយបៃនាំបងប្អូនមកទាំងអស់អាល្អិតនៅចង់ប្តឹងប៉ូលីសទៀតទេយើងប្រាប់ឯងឲ្យហើយទៅចុះថាយើងមិនខ្លាចទេបងប្រុសប៉ារបស់យើងនៅស្រុកឡៃមិននេះគឺដើរតឹងផ្លូវហើយអូអញ្ចឹងប៉ុន្តែខ្ញុំលើកគេថាបងធំទី1នៅស្រុកឡៃមិនមែនជាអញទេតាមិនមែនជាយើងតាជានរណានោះប្រកាសជាបងខ្លាហើយអាម្នាក់នេះមិនក៏វាស្គាល់បងខ្លាដែរហេវាប្រកាសជាកំពុងតែបោកយើងហើយយើងមិនត្រូវចាញ់បោកវាទេបងខ្លាវាមិនសមនឹងយូរស្បែកជើងឲ្យយើងផងបងខ្លាវាមិនសមនឹងយូរស្បែកជើងឲ្យយើងផងនៅខាងក្រោយអាប៉ាសម្ដីឯងធំមិនធម្មតាទេតាណាបងខ្លាបងប្រុសលីងខានជុកគ្នាយូរហើយមិញនេះតែបងតាក់ទងមកខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់បងខ្លាមិនបានជួបគ្នាប៉ុន្មានខែសោះអញអន់ដល់ថ្នាក់មិនមែនអញនិយាយថាអញគឺជាអ្នកលេងជើងខ្លាំងប្រចាំស្រុកឡៃមិនទេហីនេះវាមានរឿងអីបងប្រុសលីងធ្វើឲ្យបងភ្ញាក់ផ្អើលហើយចាំមើលខ្ញុំដោះស្រាយឲ្យអាប៉ាអញខ្លាំងណាស់តាំងណាហ៊ានតាំងខ្លួនជាមួយយើងផងបងខ្លាខ្ញុំយកច្រឡំទេបងយកច្រឡំវីហ៊ានមកធ្វើបាបបងប្រុសលីងរបស់ពួកយើងផងថ្ងៃនេះបើយើងមិនវីអញឲ្យមកទេកុំឲ្យយើងថាខ្លាប្រាប់មកជានរណាដែលប្រាយមកគឺសេដ្ឋីចៅទេគឺអាចចាប់លៃមិនក៏ជាអាចចាប់លៃអាកំរក់នឹងទៀតហើយលើកមុនវាហៅពួកយើងលើកនេះវាហៅពួកឯងវាប្រាប់ថាបងប្រុសលីងបានធ្វើបាបសង្សារវាឲ្យពួកយើងមកវាបងប្រុសលីងឲ្យបាក់មុខហើយវាថែមទាំងឲ្យពួកយើងថតវីដេអូផ្ញើទៅឲ្យវាទៀតផងវីដេអូនេះពិតជាត្រូវថតមែនយកទូរស័ព្ទមកចាប់លៃចិនមេងយ៉ាវមនុស្សដែលពួកឯងរកមកមិនកាទេមិនខ្លាំងដូចមនុស្សរបស់ខ្ញុំទេលើកនេះខ្ញុំគ្រាន់តែវាតែលើកក្រោយបើសិនជាពួកឯងហ៊ានមករករឿងទៀតខ្ញុំនឹងវាទាំងពួកឯងទៀតបងប្រុសលីងខ្ញុំធ្វើបែបនេះពេញចិត្តបងទេល្អអញមកបានទាន់ពេលវេលាល្អណាស់នោះប្រកាសហើយអរគុណបងប្រុសលីងដែលបានទទួលស្គាល់បងប្រុសលីងទុកចិត្តចុះមានខ្ញុំអាខ្លានៅទីនេះថ្ងៃក្រោយគ្មាននរណាហ៊ានមកធ្វើរូបដាក់បងទៀតទេបានហើយចាំពេលក្រោយខ្ញុំនឹងជួយនិយាយនៅមុខបងស្រីអញពីរបីម៉ាត់ចុះល្អណាស់អរគុណបងស៊ីវរ៉ានភ័យស្ទើរតែដាច់ខ្យល់ទៅហើយអូនស្មានតែមានរឿងធំទៅហើយតើអូនខំតែប្តឹងប៉ូលីសទៀតផងបងប្រាប់ហើយតើថាឲ្យតែមានបងនៅទីនេះមិនមានរឿងអីកើតឡើងទេពួកអស់នឹងបានដោយរបៀបណាធ្លាប់ពីគ្នាទៅស្គាល់គ្នានឹងណាមកលេងសាច់ទៀតហើយប៉ុន្តែក៏ល្អដែរថ្ងៃក្រោយទៅមានពួកគេនៅចាំជួយក៏គ្មាននរណាហ៊ានធ្វើបាបយើងដែរមិនអីទេ
ថ្ងៃក្រោយទៅមានពួកគេនៅចាំជួយក៏គ្មាននរណាហ៊ានធ្វើបាបយើងដែរនិយាយត្រូវតោះយើងត្រឡប់ទៅផ្ទះញ៉ាំបាយវិញចូលមួយបងខ្លាចាប់លៃចិនមេងយ៉ាវមនុស្សដែលពួកឯងរកមកមិនខ្លាំងដូចមនុស្សរបស់ខ្ញុំទេលើកនេះខ្ញុំគ្រាន់តែវីវាតែលើកក្រោយបើសិនជាពួកឯងហ៊ានមករករឿងខ្ញុំនឹងវីទាំងពួកឯងទៀតទូរស័ព្ទរបស់ខ្ញុំទើបតែទិញម៉ូដែលថ្មីផងលីងយេឯងពូកែណាស់តាំងណានឹកស្មានមិនដល់ថាវាមានទំនាក់ទំនងជាមួយបងខ្លាសោះថាម៉េចបងលៃចុះពួកយើងគួរធ្វើម៉េចទៅមិនមែនថាបណ្ដោយឲ្យរួចខ្លួនបែបហ្នឹងទេហេមិននឹងអាចទៅរួចអញ្ចឹងពួកយើងទៅវីវិញអីទៅវីមានន័យអីធ្វើឲ្យវារលីរលត់ទៅសបាយបងបានឲ្យគេស៊ើបហើយថាអាលីងយេវាត្រៀមខ្លួននៅទីរួមខេត្តដើម្បីបើកក្រុមហ៊ុនតូចមួយបងនឹងធ្វើឲ្យវាបើកក្រុមហ៊ុនមិនបានបងលៃពិតជាខ្លាំងមែនល្អពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ថ្ងៃនេះគឺជាថ្ងៃដ៏ល្អក្រុមហ៊ុនកសិកម្មហឺភីងរបស់ពួកយើងបានបើកសម្ពោធជាផ្លូវការហើយក្រុមហ៊ុនយើងមានលក់ផលិតផលកសិកម្មពិសេសសង្ឃឹមថានឹងបានសហការជាមួយពាណិជ្ជករចម្រើនទាំងអស់គ្នាល្អណាស់តោះទៅលឿនឡើងរបស់នៅខាងនោះថោកជាងណាឆាប់ទៅខាងនោះទៅរបស់ថោកជាងច្រើនណាស់នៅចាំអីទៀតតោះពួកយើងទៅលឿនឡើងជូនចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាសូមគោរពនិងសួស្តីថ្ងៃនេះគឺជាថ្ងៃសិរីសួស្តីក្រុមហ៊ុនកសិកម្មហុងយេរបស់ពួកយើងបានបើកសម្ពោធជាផ្លូវការហើយក្រុមហ៊ុននេះមានលក់ផលិតផលកសិកម្មពិសេសសង្ឃឹមថានឹងបានសហការជាមួយពាណិជ្ជករនានាដើម្បីរីកចម្រើនទាំងអស់គ្នាថ្ងៃនេះដើម្បីអបអរសាទរក្រុមហ៊ុនបើកសម្ពោធជាផ្លូវការទំនិញទាំងអស់លក់បញ្ចុះតម្លៃ 90% ល្អឆាប់ទៅលឿនឡើងបញ្ចុះ 90% ប្រញាប់ទៅអាយ៉ាលីងយេខានជួបគ្នាយូរហើយតើណោះឯងនេះក៏មានកំណត់ដែរតើណោះចេះបើក្រុមហ៊ុនតូចមួយនឹងគេដែរប៉ុន្តែគួរឲ្យស្ដាយវាមិនសមទំនងតែមកបើកនៅជាប់ផ្ទះខ្ញុំបែបនេះលីងយេហ៊ានធ្វើបាបខ្ញុំផងអេអញដេកចាំថ្ងៃរលីក្រុមហ៊ុនទៅពួកឯងសមែនទេបើថាមានចិត្តណាចង់វាថាម៉េចនរណាប្រាឲ្យផ្ទះយើងមានលុយចាយមិនអស់នោះអីមិនមែនចង់បានលុយទេគឺចង់ឈ្នះចង់ចាញ់គ្នាតែប៉ុណ្ណោះលីងយេហ៊ានធ្វើឲ្យខ្ញុំខឹងនេះហើយគឺជាលទ្ធផលរបស់ឯងបើអញ្ចឹងយើងចាំមើលទាំងអស់គ្នាទៅថានរណាជាអ្នកដួលមិនទាន់ដឹងនៅឡើយទេសៀវយេអាចចាប់លៃវីគឺជាអ្នកលេងក្បាលខូចដល់ល្បីឈ្មោះណាត្រូវវាសម្លឹងឃើញដាក់គោលដៅបែបនេះតើពួកយើងគួរធ្វើម៉េចទៅចាប់លៃតើពួកយើងគួរធ្វើម៉េចទៅលោកមេភូមិកុំភ័យអីពួកវាមិនហ៊ានធ្វើអីយើងទេទុកចិត្តចុះថ្ងៃនេះមកពីខ្ញុំជាប់រវល់ទទួលភ្ញៀវពិសេសទើបមិនបានទៅចូលរួមពិធីកាត់ខ្សែបូនឹកស្មានមិនដល់ថាគ្រូសាតកោចៅដែលមិនស្គាល់មកហ៊ានមករករឿងដល់មុខផ្ទះយើងបែបនេះបងស្រីអ៊ូអាចចាប់លៃវាមានបំណងមកប្រកួតប្រជែងជាមួយយើងគួរធ្វើម៉េចទៅគេមិនមានធម៌មេត្តាក៏កុំបន្ទោសថាយើងមិនមានគុណធម៌ឲ្យសោះមើលទៅបងស្រីអ៊ូមានត្រៀមផែនការទុករួចរាល់ហើយតាណាសៀវយេបងនឹងជួយឯងយកមុខយកមាត់មកវិញយ៉ាងម៉េចនិយាយមកមើលចង់ឲ្យខ្ញុំសហការបែបណាព្រះអើយបងស្រីតាមពិតបងស្រីសាហាវម្ល៉េះបងលៃពិសាតែសិនបងលីងយេអញមកទីនេះធ្វើស្អីសេដ្ឋីចៅវាប្រហែលជាមកសុំអង្វរឲ្យបងលើកលែងទោសឲ្យហើយមើលទៅក៏មិនមែនថាមិនបានដែរ
លីងយេបើសិនជាឯងព្រមលុតជង្គង់អង្វរយើងប្រហែលជាយើងអាចទុកផ្លូវរស់ឲ្យឯងខ្លះចាប់លៃចិនមេងយ៉ាវហាងថ្មីរបស់ពួកឯងបើកសម្ពោធខ្ញុំយកកាដូមកជូននឹងណាលីងយេឥឡូវទើបដឹងថាត្រូវមកអែបអបសិទ្ធិចៅអេពូពេលហើយប៉ូលីសពួកលោកមកបានល្អណាស់អាម្នាក់នេះវាបង្កភាពវឹកវរចាប់វាយកចេញទៅមួយណាឈ្មោះចាប់លៃគឺខ្ញុំពួកលោកចង់ធ្វើអីលោកត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការបង្កវូស្នាមដោយចិត្តណាមិនមែនទេពួកលោកហ៊ានចាប់ខ្ញុំអីពួកឯងដឹងទេថាឯរបស់អញជានរណាគេឯរបស់អញជានរណាខ្វាក់ភ្នែកអស់ហើយហេឯរបស់អញគឺចៅធានហាវជាកម្ពុជាសេដ្ឋីលេខ1នៅស្រុកឡៃមិននេះអូខ្ញុំយល់ហើយនៅមិនឆាប់លេងអញទៀតបើមិនអញ្ចឹងទេអញឲ្យគេដេញពួកអញចោលមិនខានសម្ដីធំមិនធម្មតាទេតើឯរបស់អញពាក់ព័ន្ធនឹងករណីកិច្ចពន្ធត្រូវបានចាប់ខ្លួនកាលពី1ម៉ោងមុនរួចទៅហើយមិនអាចទៅរួចទេមិនពិតទេមិនអាចទៅរួចទេជារឿងមិនពិតដាច់ខាតបំណាញ់ច្បាប់ទោះបីជារលងតែមិនអាចគេចរួចឡើយចាប់ខ្លួនចាប់លៃនាំខ្លួនទៅលីងយេអញកុំអើបានចិត្តពេកសេដ្ឋីចៅគាត់ច្បាស់ជាមិនអីទេឯធម៌របស់គាត់គឺជាកម្ពុជាសេដ្ឋីលេខ1នៅស្រុកឡៃមិននេះនៅក្នុងដៃគាត់មានខ្សែរយៈធំច្រើនណាស់យើងចាំមើលទាំងអស់គ្នាទៅចិនមេងយ៉ាវកុំស្មានថានាងឯងអាចរត់រួចខ្លួនឲ្យសោះបងស្រីអ៊ូពិតជាអ្នកមានការងារច្រើនមែនទម្រាំតែមានពេលមកលេងក្រុមហ៊ុនខ្ញុំបានអញនេះគ្មានបេះដូងសោះប៉ុន្មានថ្ងៃនេះដើម្បីកម្ចាត់គ្រួសារតកូលចៅបងរវល់មុខដូចក្បាលរុយអញនៅមកនិយាយបញ្ឈឺបងទៀតសម្រាប់ប្រធានសភាពាណិជ្ជកម្មខេត្តណានសានដូចជាបងរឿងនេះមិនមែនជារឿងតូចតាចទេទោះបីជាបងខ្លាំងប៉ុណ្ណាក៏ដោយក៏ត្រូវតែមានភស្តុតាងដែរទើបអាចដាក់វាឲ្យងាប់ 100% បានហត់បងស្រីអ៊ូហើយចាំពេលក្រោយខ្ញុំនឹងផ្សំថ្នាំបើយកទៅជូនបងចាត់ទុកថាអញនៅមានបេះដូងចុះប៉ុន្តែថាការផ្ដួលរំលំគ្រួសារតកូលចៅលើបងប្រុសចាំងរបស់ឯងក៏បានជួយច្រើនដែរលោកអភិបាលស្រុកក៏បានជួយដែរហេបងប្រុសចាំងរបស់ឯងឃើញមុខចៅធានហៅអធររបស់អាចាប់លៃឃើញមុខអាឈ្មោះទុច្ចរិតនឹងមិនពេញភ្នែកគ្រាន់តែរកឱកាសចាត់ការវាមិនទាន់បានលើកនេះអាចាប់លៃដើម្បីចង់ប្រកួតប្រជែងជាមួយឯងវាបញ្ចេញកន្ទុយរបស់វាមកទើបបងអាចចាប់កន្ទុយវាបានជាប់នឹងណាពិតជារឿងល្អមែនទែនគ្រាន់តែមិនដឹងថាពួកវានឹងត្រូវជាប់គុកប៉ុន្មានឆ្នាំទៅបងមកលើកនេះគឺដើម្បីប្រាប់ឯងពីរឿងនឹងហើយបងបានជួលក្រុមមេធាវីលំដាប់កំពូលពួកប្រុសថោកស្រីកំហូចមួយគូនឹងកុំសង្ឃឹមថានឹងបានចេញពីគុកអសោះអរគុណបងស្រីអ៊ូខ្លាំងណាស់បងគឺជាបងស្រីបង្កើតរបស់ខ្ញុំសៀវយេចិនមេងយ៉ាវសៀវយេចិនមេងយ៉ាវនាងលុតជង្គង់នៅមុខផ្ទះមិនព្រមប្រាប់សោះលីងយេខ្ញុំដឹងកំហុសហើយអញលើកលែងទោសឲ្យខ្ញុំម្ដងទៅបានទេកុំប្រឹងខ្ញុំអីខ្ញុំមិនចង់ជាប់គុកទេមើលទៅនាងទទួលបានដីកាកោហៅពីតុលាការហើយតាណោះខ្ញុំសៀវយេខ្ញុំសូមអង្វរលើកលែងឲ្យខ្ញុំមួយផ្លូវទៅខ្ញុំស្រឡាញ់ឯងណាស់ណាចិនមេងយ៉ាវនាងកុំមកធ្វើឲ្យខ្ញុំចង់អួតពេកខ្ញុំដោយសារតែនាងត្រូវជាប់គុកទាំងអយុធធម៌អស់រយៈពេល2ឆ្នាំដល់ពេលដែលនាងត្រូវភ្លក់រសជាតិបាយគុកខ្លះហើយត្រូវហើយនាងដេកចាំជាប់គុកតតែដាច់ខ្យល់ទៅពិតជាសប្បាយចិត្តនឹងមានកិត្តិយសខ្លាំងណាស់តែថ្ងៃនេះបានមកធ្វើជាសាក្សីអាពាហ៍ពិពាហ៍ឲ្យកូនកំឡោះលីងយេនិងកូនក្រមុំសៀវរ៉ានសមិទ្ធលីងយេបានចាប់ផ្ដើមអាជីវកម្មនៅលើទឹកដីកំណើតជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់អនុវត្តតាមពាក្យស្លោកអ្នកមានមុនជួយអ្នកមានក្រោយដើម្បីឆ្ពោះទៅរកភាពមានបានទាំងអស់គ្នានេះហើយគឺជាគំរូដ៏ល្អនៃការទទួលខុសត្រូវនិងភារកិច្ចជាចុងក្រោយសូមជូនពរដល់គូស្វាមីភរិយាថ្មីឲ្យមានសុភមង្គលនិងស្រឡាញ់គ្នាជារៀងរហូតថ្ងៃនេះគឺជាថ្ងៃមង្គលរបស់ខ្ញុំលីងយេសូមអរគុណដល់បងប្អូនសាច់ញាតិនិងមិត្តភក្តិទាំងអស់ដែលបានចូលរួមសូមអញ្ជើញពិសាឲ្យឆ្ងាញ់ស្រាមីមិនខ្វះទេផឹកឲ្យសប្បាយល្អណាស់បងស្រីអ៊ូអរគុណដែលបានជួយជ្រោមជ្រែងកន្លងមកបងគឺជាត្រកូលអ្នកមានគុណរបស់ខ្ញុំនិងជាបងស្រីបង្កើតរបស់ខ្ញុំដូច្នេះមួយកែវនេះពួកយើងត្រូវតែគោរពជូនបងក្នុងថ្ងៃដ៏ល្អបែបនេះមួយកែវនេះបងផឹកហើយបងក៏សូមជូនពរឲ្យឯងនិងសៀវរ៉ានស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងថាប់មួយ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 